ឃើញកាមេរ៉ាកាលពី18ឆ្នាំមុនទើបដឹងថាប្អូនស្រីបង្កើតត្រូវគេបដូរយកទៅបាត់កូនខ្លែងខ្លាយរស់នៅសោយសុខកូនបង្កើតបែរជាលំបាកពេលប្អូនបង្កើតត្រឡប់មកវិញកូនខ្លែងខ្លាយចង់ដេញចេញសំណាងល្អបងស្រីមកតាន់ចូលទៅផ្ទះមួយកំភ្លៀងរបស់ខ្លែងខ្លាយ18ឆ្នាំនរណាឲ្យកម្លាំងចិត្តនាងហ៊ានធ្វើបាបប្អូនខ្ញុំរួចក៏មកលួងប្អូនថាផ្ទះនេះបងជាធំបងការពីឯងរួចក៏នាំប្អូនចេញទៅដាក់ឈ្មោះថ្មីឲ្យនាងនាំមកបន្ទប់ផ្ទាល់ខ្លួនរៀបចំខោអាវថ្មីនាងក៏សួរដោយប្រយ័ត្នថាបងស្រីគេនឹងយកវិញទេបងស្រីអាណិតប្អូនណាស់ឈីងយាយនេះជាផ្ទះឯងពីមុនគេលួចជីវិតឯងឥឡូវឯងមកវិញហើយគ្មាននរណាដេញឯងបានទេត្រូវរឹងមាំឡើងពេលបងស្រីមកដល់បន្ទប់ទទួលភ្ញៀវឃើញកូនខ្លែងខ្លាយកំពុងសម្ដែងជាកូនល្អជាមួយម៉ាក់នាងមិនខ្វល់ហើយប្រាប់ថាឲ្យនាងទៅនៅបន្ទប់ភ្ញៀវប្រាប់អ្នកបម្រើឲ្យមើលថែប្អូនបង្កើតម៉ាក់ស្ដីឲ្យនាងថាចិត្តខ្មៅយ៉ាងណាគេក៏ជាប្អូន18ឆ្នាំនាងតបថារបស់ខ្លែងខ្លាយមិនដេញចេញសំណាងហើយគួរតែចេះអរគុណម៉ាក់បណ្ដោយឲ្យគេធ្វើខុសមើលមនុស្សមិនស្គាល់មិនខុសទេម៉ាក់ខឹងខ្លាំងនាងនិយាយថារឿងប្ដូរកូននាងនឹងតាមស៊ើបរួចក៏ដើរចេញទៅជំនួយការរកឃើញថាពេទ្យពិនិត្យបានស្លាប់កាលពីខែមុនចំណែកប្រធានគិលានុបដ្ឋាយិកានៅរកមិនទាន់ឃើញនាងបញ្ជាឲ្យបន្តតាមរកទៀតជំនួយការប្រាប់ថាមានប្រជុំត្រូវទៅផ្ទាល់នាងក៏ចេញទៅភ្លាមកូនខ្លែងខ្លាយត្រៀមដេញកូនបង្កើតចេញពីផ្ទះសិនមកធ្វើបាបនាងពេលនោះបងស្រីត្រឡប់មកវិញដើម្បីផ្ដាំរឿងខ្លះឃើញកូនខ្លែងខ្លាយច្រានប្អូនឲ្យគេចាក់កាហ្វេលើរួចយកកន្ត្រៃបំរុងចាក់ភ្នែកឈប់ភ្លាមបងស្រីមកវិញហើយឈីងយាយមិនដឹងកាត់អីចង់យកកន្ត្រៃចាក់ខ្លួនឯងខ្ញុំភ័យពេកទើបទៅដណ្ដើមមកទើបជួយនាងបានចាស់អ្នកនាងធំអ្នកនាងឈីងយាយចង់សម្លាប់ខ្លួនបានអ្នកនាងមីងជួយតាន់អញ្ចឹងពេលឈីងយាយចង់សម្លាប់ខ្លួននាងក៏នៅទីនេះដែរចៃដន្យម្លេះលេខាចាវយកកន្ត្រៃទៅពិនិត្យមើលមានម្រាមដៃនរណាចាស់បងស្រីយកច្រឡំហើយគេនិយាយមែនទេបងស្រីខ្ញុំមិនអីទេកុំបន្ទោសបងឈីងយាយអីគាត់ភ័យណាស់និយាយលេងចេញហើយសិនមីងជូហ៊ានតែខ្ញុំតែហើយយ៉ាងម៉េចមនុស្សលួចជីវិតគេហ៊ានធ្វើបាបម្ចាស់ដើមនៅមុខខ្ញុំទៀតលុតជង្គង់ទៅបើកលុយខែហើយចេញទៅក្រុមហ៊ុនឈប់ទទួលនាងចូលធ្វើការអ្នកនាងធំលើកលែងឲ្យពួកខ្ញុំផងមកពីអ្នកនាងមីងជូចេញទៅបន្ទប់ភ្ញៀវស្រួលពេកទើបមានកម្លាំងធ្វើរឿងអាក្រក់ទៅនៅបន្ទប់អ្នកបម្រើវិញបើខ្ញុំមិនឲ្យហាមចូលផ្ទះធំហៀងប៉ាម៉ាក់មិនព្រមទេពួកឯងយកសិនមីងជូទៅបន្ទប់អ្នកបម្រើយាមនាងឲ្យជាប់ហាមចូលផ្ទះធំសិនជីងយ៉ាចាំមើលចុះ18ឆ្នាំមកនេះគេធ្វើបាបអ្នកមិនប្រាប់ខ្ញុំមិនវាយបកវិញខ្ញុំមិនហ៊ានខ្ញុំខ្លាចបើខ្ញុំនិយាយប្រាប់គេនឹងធ្វើឲ្យប៉ាម៉ាក់កាន់តែស្អប់ខ្ញុំហើយបណ្ដេញខ្ញុំចេញខ្ញុំមិនចង់ត្រឡប់ទៅវិញទេបងស្រីខ្ញុំនឹងធ្វើខ្លួនឲ្យល្អកុំដេញខ្ញុំចេញអីឈីងយីកុំខ្លាចអីទីនេះជាផ្ទះរបស់អ្នកថ្ងៃក្រោយនៅក្នុងផ្ទះនេះគ្មានអ្នកណាអាចធ្វើបាបអ្នកបានទេមានតែអ្នកទេដែលអាចធ្វើបាបគេបើមានគេធ្វើបាបអ្នកត្រូវវាយបកវិញឲ្យខ្លាំងជាងនឹងទោះមេក្រឡុំក៏មានខ្ញុំជួយទប់ដែរចាប់ពីស្អែកទៅ
ខ្ញុំនឹងជួគ្រូដែលល្អបំផុតមកបង្រៀនអ្នកទាំងចំណេះដឹងនិងការការពារខ្លួនយើងរៀនទាំងអស់ខ្ញុំចង់ឲ្យអ្នកឈរនៅមុខរបស់ខ្លែងខ្លាយនោះហើយខ្លាំងជាងរបស់ខ្លែងខ្លាយនោះរាប់ពាន់រាប់ម៉ឺនដងចំពោះអ្នកដែលជំពាក់អ្នកខ្ញុំនឹងឲ្យពួកគេសងមកវិញទាំងអស់រួមទាំងអ្នកដែលលួចប្តូរអ្នកចេញការនោះដែរឈប់យំទៅកុំខ្លាចខ្ញុំត្រឡប់មកវិញហើយសិនជីននប៉ាមិនមែនមីងជូប្រាប់ខ្ញុំមិនដឹងថាអ្នកវីគាត់ទេននមានរឿងអីនិយាយគ្នាជាមួយមីងជូឲ្យស្រួលបួលមីងជូនៅក្មេងណាស់ប៉ាម៉ាក់ខ្ញុំខុសហើយបងស្រីប្រដៅខ្ញុំគឺសំហេតុផលហើយមើលទៅមួយក្តីរបស់ខ្ញុំនៅស្រាលពេកទើបធ្វើឲ្យអ្នកមិនស្គាល់កន្លែងខ្លួនឯងបែបនេះអ្នកកុំអាងថាខ្លួនឯងជាអ្នកបន្តវេនដែលលោកតាពេញចិត្តឲ្យមកធ្វើអំនួតក្នុងផ្ទះអ្នកវីមីងជូថ្ងៃនេះអ្នកត្រូវតែសុំទោសគាត់សិនមីងជូយកកន្ត្រៃបំរុងនឹងចាក់ឈីងយីហើយក៏ហកថាឈីងយីយកកន្ត្រៃចង់សម្លាប់ខ្លួនខ្ញុំយកកន្ត្រៃទៅពិនិត្យហើយនៅលើនឹងមានតែស្នាមម្រាមដៃរបស់គាត់ម្នាក់ទេមិនមែនចឹងទេប៉ាម៉ាក់ជឿខ្ញុំទៅរឿងមិនមែនដូចបងស្រីនិយាយទេបើមីងជូថាមិនមែនគឺមិនមែនហើយខ្ញុំជឿមីងជូលទ្ធផលពិនិត្យមិនចេះកុហកទេអ្នកធ្វើខុសត្រូវតែទទួលទោសមកនេះអ្នកចង់មានន័យថាម៉េចចង់បណ្ដេញមីងជូចេញហេខ្ញុំប្រាប់អ្នកថ្ងៃនេះតើតែអ្នកដើររំលងសពខ្ញុំសិនបើមិនចឹងទេកុំសង្ឃឹមថាយកមីងជូចេញបានម៉ាក់សុខភាពមិនល្អកុំធ្វើឲ្យម៉ាក់ខឹងអីក្រុមហ៊ុនកំពុងតែឡើងកូដដេញរបស់ខ្លែងខ្លាយម្នាក់ចេញវាគ្មានតម្លៃប៉ុន្តែគ្រួសារសិនមានច្បាប់របស់គ្រួសារសិនមីងជូធ្វើខុសតាមច្បាប់ត្រូវឃុំខ្លួន10ថ្ងៃឃុំខ្លួន10ថ្ងៃស្បែកគាត់ស្ដើងម្លឹងមិននឹងទ្រាំបាននេះជាការសម្រេចមិនមែនការពិភាក្សាទេគាត់ទ្រាំបានឬមិនបានមិនពាក់ព័ន្ធនឹងខ្ញុំទេទៅថ្ងៃច័ន្ទក្រោយអ្នកទៅរៀននៅសាលាសេនយីងថ្នាក់ជាមួយសិនមីងជូតែបន្ទប់ផ្សេងគ្នាសាលាសេនយីងជាសាលាអភិជនលំដាប់កំពូលនៅទីនេះគ្រូសាសិនជាម្ចាស់ភាគហ៊ុនធំកុំបារម្ភអីបងស្រីខ្ញុំមិនអាចទេសាលាបែបនឹងខ្ញុំអ្នកអាចធ្វើបានសាលាសេនយីងមិនមែនកន្លែងក្លាស៊ីទេបើចាំបាច់ខ្ញុំអាចធ្វើឲ្យវាคล้ายជាសួនកំសាន្តរបស់អ្នកឲ្យអ្នកលេងសប្បាយបានអ្នកទៅទីនោះមិនមែនដើម្បីរៀនទេគឺទៅយករបស់ដែលជារបស់អ្នកមកវិញឋានៈនិងការគោរពប៉ុន្តែខ្ញុំមិនចេះអីសោះពួកគេច្បាស់ជាមើលងាយខ្ញុំមិនចេះក៏រៀនទៅនេះជាមេរៀនដែលបងស្រីរៀបចំឲ្យអ្នកចាប់ពីស្អែករហូតដល់ថ្ងៃច័ន្ទចូលរៀនគ្រូទាំងអស់នឹងមកបង្រៀនដល់ផ្ទះពេលវេលាខ្លីការងារច្រើននឹងហត់បន្តិចហើយប្រាប់ខ្ញុំមកអ្នកទ្រាំបានទេខ្ញុំទ្រាំបានល្អណាស់ចាំទុកការភ័យខ្លាចមិនមែនជារឿងអាម៉ាស់ទេតែការចុះចាញ់ទើបអាម៉ាស់កូនស្រីត្រកូលសិនចាញ់បានតែមិនអាចបាក់ទឹកចិត្តទេតែកុំញ័រកាន់ឲ្យនឹងអ្នកនាងត្រកូលសិនមិនញ៉ាំតែពេលរសៀលបែបនេះទេនេះជាអ្វីដែលអ្នកត្រូវរៀនបន្ទាប់ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពមិនធ្វើឲ្យបងស្រីខកបំណងទេអ្នកនាងធំឈីងយីរៀនបានយ៉ាងម៉េចហើយល្អណាស់គាត់ខំប្រឹងរៀនគ្រប់មុខវិជ្ជាបន្ទប់គាត់បើកភ្លើងដល់យប់ជ្រៅយករੂដែលខ្ញុំឲ្យគាត់យកទៅដាក់នៅបន្ទប់គាត់ទៅចាស់មិនដែររើបាននៅបងស្រីវាស្អាតពេកហើយបើខ្ញុំស្ពីមួយណាក៏คล้ายជាចំណុចចាប់អារម្មណ៍ដែរចឹងយកមួយនេះចុះដឹងថាហេតុអ្វីខ្ញុំរើវាទេការអួតដែលល្អបំផុតគឺមិនចាំបាច់អួតតម្លៃការបូកមួយនេះ
អាចទិញកាបូបទាំងអស់របស់មីងជូបានដឹងអត់មានតែអ្នកស្គាល់របស់ទេទើបដឹងហើយពួកក្មេងនៅសេនយីងស្គាល់របស់ទាំងនេះណាស់មួយទៀតស្អែកខ្ញុំជូនអ្នកទៅសាលាបានដឹងហើយងើបមុខឡើងនោះជានរណាសិនឈីងនន់ជូនមកទៀតមិនដែលស្គាល់ទេតែមុខមាត់ស្អាតណាស់គ្រាន់តែទឹកមុខកាច់បន្តិចអាយុប្រហែលសិនមីងជូសិស្សថ្មីហេចុះសិនមីងជូទៅណាមិនមិនឃើញដល់ម៉ោងហើយចូលទៅចុះទៅអ្នកនាងឈីងយីកន្លែងអង្គុយរៀបចំរួចហើយខ្ញុំនាំអ្នកទៅចាំពាក្យខ្ញុំផ្ដាំផងនរណាធ្វើឲ្យអ្នកមិនសប្បាយចិត្តអ្នកត្រូវធ្វើឲ្យគេមិនសប្បាយចិត្តវិញមេឃលំមានខ្ញុំនៅទីនេះចាស់តោះសិស្សទាំងអស់គ្នាណែនាំបន្តិចនេះគឺជាសិស្សថ្មីដែលទើបផ្ទេរមកឈ្មោះសិនឈីងយីទេដៃស្វាគមន៍ទាំងអស់គ្នាសួស្តីខ្ញុំឈ្មោះសិនឈីងយីទោះបីជាមិត្តរួមថ្នាក់មិនសូវចូលចិត្តខ្ញុំប៉ុន្តែដូចបងស្រីខ្ញុំនិយាយកូនស្រីត្រកូលសិនមិនអាចបាក់ទឹកចិត្តទេនេះទើបស័ក្តិសមជាកូនចៅត្រកូលសិនអ្នកនាងឈីងយីអង្គុយអានសៀវភៅម្នាក់ឯងគ្មានអ្នកណាមកនិយាយរកទេម៉ោងបាយថ្ងៃត្រង់គាត់ញ៉ាំបាយម្នាក់ឯងមានសិស្សស្រីប៉ុន្មានអ្នកចូលទៅក្បែរដូចជាគ្នារបស់សិនមីងជូទៅនិយាយឌឺដងអ្នកនាងឈីងយីមិនតពត់ហើយដើរចេញម៉ោងកីឡាពេលរសៀលសាលាមានកម្មវិធីគ្មានអ្នកណាចង់នៅក្រុមគាត់ទេគ្រូក៏ដាក់គាត់ចូលក្រុមដែលមានគ្នាតិចមើលទៅល្អជាងការគិតទុកយ៉ាងហោចណាស់ក៏មិនមានការវាយតប់គ្នាប៉ុន្តែការរើសអើងនិងការទុកឲ្យនៅម្នាក់ឯងក៏អាចសម្លាប់មនុស្សបានដែរតោះទៅយកឈីងយីMusic បងស្រីថ្ងៃនេះខ្ញុំមិនបានធ្វើឲ្យបងខ្មាស់គេទេចុះថ្ងៃនេះយ៉ាងម៉េចដែរពួកគេមិននិយាយរកខ្ញុំទេធ្វើដូចខ្ញុំគ្មានខ្លួនធម្មតាទេពួកអភិជនគឺរើសអើងបែបហ្នឹងហើយអ្នកទើបតែមកថ្មីពួកគេកំពុងតាមដានចាប់ពីស្អែកទៅនឹងមានគេអញ្ជើញអ្នកទៅញ៉ាំតែមិនបាច់ទៅទាំងអស់ទេរើសយកតែពីកន្លែងដែលល្បីបានហើយហេតុអ្វីព្រោះព្រឹកមិញខ្ញុំជាអ្នកជូនអ្នកទៅនៅក្នុងសង្គមនេះកាយវិការខ្ញុំជាសញ្ញាឆាប់នេះគេនឹងដឹងថាអ្នកណាដែលគួរតែយកចិត្តទុកដាក់ពិតប្រាកដតោះទៅជំទាវអ្នកនាងធំបានបញ្ជាអ្នកនាងមីងជូត្រូវស្នាក់នៅបន្ទប់អ្នកបម្រើម៉ាក់កុំខឹងអីខ្ញុំមិនមែនជាសាច់ឈាមត្រកូលសិនទេបងស្រីមិនឲ្យនៅផ្ទះធំគឺត្រូវហើយអ្នកនាងធំស្អីគេម៉ាក់ទើបជាម្ចាស់ផ្ទះនេះអ្នកមកដល់ល្មមប្រាប់ឲ្យពួកគេចេញទៅមីងជូធំឡើងដោយការថ្នាក់ថ្នមឲ្យទៅនៅផ្ទះតូចបែបនោះមិននឹងកើតតាំងពីតូចមកគេមិនដែលលំបាកបែបនេះទេគាត់លំបាកឲ្យនៅបន្ទប់អ្នកបម្រើថាលំបាកចុះឈីងយី18ឆ្នាំមុនឈីងយីរស់នៅបែបណាដូចនរកចឹងគាត់ថាពិបាកចុះឈីងយី
18ឆ្នាំនេះឈៀងយីរស់នៅយ៉ាងម៉េចដូចនរកអត់វាជារឿងពីរផ្សេងគ្នាមីងជូគាត់គ្មានកំហុសទេគ្មានកំហុសអ្នកដែលលួចជីវិតអ្នកដទៃយកទៅរស់នៅសោយសុខលើគំនរទុកអ្នកដទៃរស់នៅសង្ខេយទទួលបានក្តីស្រឡាញ់ហៅថាគ្មានកំហុសទេម៉ាក់បើម៉ាក់មិនចាំថានរណាជាកូនបង្កើតរបស់ម៉ាក់ខ្ញុំអាចជួយរំលឹកបានថាទៅអ្នកនាងធំថ្ងៃក្រោយបើគ្មានការអនុញ្ញាតពីខ្ញុំរុយមួយក្បាលក៏ហាមហោះចូលផ្ទះធំដែរបើមានអ្នកណាចង់ចូលឲ្យសន្តិសុខអូសក្បាលចេញទៅមិនបាច់ទុកមុខឲ្យអ្នកណាទេចាស់អ្នកនាងធំឈប់សិនបើថ្ងៃនេះឯងមិនមីងជូមកនៅផ្ទះធំវិញម៉ាក់នឹងស្លាប់ឲ្យមើលម៉ាក់កុំធ្វើបែបនេះមិនអីទេខ្ញុំជារបស់คล้ายស្រាប់ហើយបងស្រីឲ្យទៅនៅផ្ទះតូចគឺត្រូវហើយម៉ាក់បើម៉ាក់មិនអាណិតខ្លួនឯងខ្ញុំក៏មិនបាច់អាណិតដែរតែបើម៉ាក់ចង់ស្លាប់មែនខ្ញុំនឹងរៀបចំបញ្ជូនម៉ាក់ទៅពេទ្យឲ្យបានត្រឹមត្រូវសូមអញ្ជើញហាហាមិនក៏ខ្ញុំបង្កើតបានកូនមនុស្សតញោបែបនេះមកពីមីងជូមិនល្អមកពីខ្ញុំខុសកំហុសមីងជូទាំងអស់តោះឡើងទៅលើពោះហ្វូលោកតាយ៉ាងម៉េចហើយលោកតាធម្មតាទេគ្រាន់តែយប់នេះគាត់អង្គុយមើលរូបថតលោកយាយកាលពីក្មេងគាត់ចាស់ហើយនឹករឿងដើមខ្ញុំនឹងនាំមនុស្សម្នាក់ទៅជួបគឺអ្នកនាងម្នាក់នោះរៀបចំនំចំណីខ្លះទៅប្រាប់លោកតាថាចៅស្រីពិតប្រាកដរបស់គាត់មកវិញហើយបាទបងស្រីលោកតានឹងចូលចិត្តខ្ញុំទេគាត់ចូលចិត្តឬអត់មិនសំខាន់ទេសំខាន់អ្នកមានឈាមជ័រគ្រួសារសិននេះជាការពិតគាត់ទទួលស្គាល់ឬអត់ក៏កែប្រែមិនបានដែរងើបមុខឲ្យត្រង់អ្នកមិនត្រូវការស្រឡាញ់ពីអ្នកណាដើម្បីបញ្ជាក់ពីខ្លួនឯងទេនិយាយបែបនេះមែនតែលោកតាជាបង្គោលធំក្នុងគ្រួសារសិនតតែគាត់ទទួលស្គាល់ឈីងយីទើបពួកញាតិផ្សេងទៀតមិនហ៊ានមើលងាយសង្ឃឹមថាគាត់នឹងពេញចិត្តចុះសង្ឃឹមថាពេលលោកតាឃើញនឹងចូលចិត្តគាត់ចុះអ្នកនាងធំដូចលោកយាយកាលពីក្មេងណាស់អ្នកនាងធំអ្នកនាងឈីងយីលោកតាកំពុងចាំនៅខាងក្នុងតោះលោកតាងើបមុខឡើងមកនេះទៅចុះខិតមកចិត្តទៀតដូចយាយឯងកាលពីក្មេងណាស់គ្រាន់តែស្គមពេកហើយកុំសាកបន្តិចយ៉ាងម៉េចហើយស៊ើបច្បាស់ការហើយនៅលោកតាតាមពិតកាលពី18ឆ្នាំមុនមានគេរៀបផែនការលួចប្ដូរកូនរបស់ត្រកូលសិនហ៊ានណាស់ហ៊ានមកលេងសើចលើក្បាលគ្រួសារសិនផងអេហេអាណិតជើណាស់ចាស់ឈីងយីត្រូវគេលួចប្ដូរ18ឆ្នាំនេះពិតជាលំបាកខ្លាំងណាស់ចឹងចុះខែក្រោយបុណ្យកំណើតគម្រប់80ឆ្នាំរបស់តាប្រកាសណែនាំឈីងយីឲ្យគេស្គាល់តែម្ដង
ចៅស្រីរបស់សិនហុងសៀនរសាត់អន្តែត18ឆ្នាំត្រូវតែទទួលស្គាល់ឲ្យបានសមរម្យល្អឯងជាអ្នករៀបចំពិធីដោយផ្ទាល់រៀបចំឲ្យធំបំផុតត្រូវឲ្យគេដឹងថានរណាទើបជាចៅស្រីពិតប្រាកដរបស់ត្រកូលសិនចំណែករបស់ខ្លែងនោះឲ្យទៅនៅឆ្ងាយបន្តិចកុំឲ្យទៅភ្នែកក្នុងពិធីចាស់លោកតាបងស្រីលោកតាទទួលស្គាល់ខ្ញុំហើយមែនទេគាត់ទទួលស្គាល់ឈាមជ័រត្រកូលសិនតែបើចង់ឲ្យគាត់ចាប់អារម្មណ៍លើអ្នកពិតប្រាកដគឺអាស្រ័យលើសមត្ថភាពរបស់អ្នកហើយកុំបារម្ភបងស្រីខ្ញុំនឹងឆាប់ពង្រឹងសមត្ថភាពតម្រង់ជង្គង់ខ្នងឲ្យត្រង់ស្មើឲ្យស្មើឈរឲ្យនឹងឈីងយីបើទ្រាំមិនបានអាចសម្រាកសិនសល់ពេលមិនច្រើនទេបងស្រីមិនអីទេខ្ញុំទ្រាំបានល្អស្អែកបុណ្យកំណើតលោកតាពាក់មួយនេះបងស្រីអាវនេះដូចជាឆាតពេកទេដឹងស្អែកលោកតានឹងណែនាំអ្នកឲ្យភ្ញៀវទាំងអស់បានស្គាល់ស្លៀកធម្មតាពេកមិនសមនឹងឋានៈយ៉ាងណាក៏ដោយស្អែកអ្នកត្រូវតែជាចំណុចចាប់អារម្មណ៍គេបំផុតយល់ហើយបងស្រីស្អែកជាបុណ្យកំណើតលោកតាឲ្យគេតាមមើលសិនមីងជូផងកុំឲ្យមកបង្កបញ្ហាក្នុងពិធីចាស់ប៉ាម៉ាក់ពិតជាមិនឲ្យខ្ញុំទៅចូលរួមមែនគេខ្ញុំចង់ជូនពរលោកតាហេតុអីបុណ្យកំណើតលោកតាមីងជូចូលរួមមិនបានឈីងនន់ពិតជាជ្រុលពេកហើយលោកតាក៏ចឹងដែរចាំបាច់ប្រកាសឋានៈរបស់សិនឈីងយីក្នុងថ្ងៃនេះដូចជាផ្ទះកំភ្លៀងមីងជូចឹងបានហើយថ្ងៃនេះជាថ្ងៃធំរបស់លោកតាអ្នកនៅស្ងៀមខ្លះបានទេនេះជាចៅស្រីពិតរបស់ត្រកូលសិនដែលបាត់18ឆ្នាំនឹងហេមែនហើយយថាថ្ងៃនេះមិនត្រឹមតែជាបុណ្យកំណើតលោកតាសិនទេថែមទាំងជាពិធីទទួលស្គាល់ចៅស្រីពិតប្រាកដសិនឈីងយីឲ្យចូលក្នុងត្រកូលវិញផងដែរខ្លាចទេខ្លាចគឺត្រូវហើយចាំអារម្មណ៍ថ្ងៃនេះទុកចាំក្រសែភ្នែកដែលគេមើលមកអ្នកថ្ងៃក្រោយត្រូវឲ្យគេមើលមកអ្នកដោយការគោរពព្រះអើយដូចលោកយាយសិនកាលពីក្មេងបេះបិទនេះទើបជាឈាមជ័រអភិជនពិតប្រាកដបើធៀបនឹងម្នាក់មុនពិតជាខុសគ្នាដូចមេឃនឹងដីថ្ងៃនេះជាបុណ្យកំណើត80ឆ្នាំរបស់ខ្ញុំហើយក៏ជាថ្ងៃប្រកាសរឿងមួយដែលចៅស្រីពិតប្រាកដរបស់ត្រកូលសិនត្រឡប់មកវិញហើយសិនឈីងយីអ្នកនាងសិនអាចសុំចូលកែវមួយបានទេអ្នកនាងសិនស្បែកស្អាតណាស់អាចប្រាប់ពីវិធីថែរក្សាសម្រស់បានទេទៅចុះបងនៅពីក្រោយលោកតាចាស់ហើយចង់សម្រាកប្រគល់ឲ្យអ្នកហើយកុំបារម្ភអីលោកតាអ្នកនាងធំរឿងពេទ្យបដូរកូនខ្លែងម្នាក់នោះស៊ើបបានលទ្ធផលហើយនិយាយមក18ឆ្នាំមុនមានគិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យឯកជនឈ្មោះចៅយុនក្រោយពេលជំទាវសម្រាលកូនបាន3ខែគាត់ក៏លាឈប់យើងស៊ើបពីទំនាក់ទំនងនិងលុយកាក់របស់គាត់ឃើញថាគាត់មានប្អូនជីដូនមួយឈ្មោះចៅជៀន
ហើយស្រីម្នាក់នេះជាម្ដាយចិញ្ចឹមរបស់ឈីងយីចុះចៅជៀននឹងប្តីគាត់ស៊ើបប្រវត្តិនៅស៊ើបហើយវាងជៀនកៅជាអ្នកបើកឡានដឹកទំនិញញៀនលបែងចំណែកចៅជៀនធ្វើការរោងចក្រប៉ុន្តែក្រោយពេលប្ដូរកូនបាន1ឆ្នាំវាងជៀនកៅស្រាប់តែមានលុយសងបំណុលលបែងអស់ពេទ្យខ្លែងខ្លាយក្នុងកាមេរ៉ាបានផ្ទៀងផ្ទាត់ជាមួយចៅជៀនទេផ្ទៀងផ្ទាត់ហើយមើលតាមកម្ពស់ក្នុងកាមេរ៉ាកម្ពស់ប្រហែល168 ទៅ170 ម៉ែត្រគឺដូចគ្នាខ្លាំងណាស់មានអីទៀតយើងសួរអ្នកចិត្តខាងជើយុននៅស្រុកកំណើតគេថាជើយុនមុនពេលលីឈប់ពិតជាមានប្អូនជីដូនមួយម្នាក់មកលេងហើយស្នាក់នៅប៉ុន្មានថ្ងៃបន្តស៊ើបទៀតស៊ើបឲ្យច្បាស់ថាសិនមីងជូមានលួចតាក់ទងជាមួយពួកគេឬអត់ចាស់យ៉ាងម៉េចហើយទប់ទល់បានទេកុំបារម្ភបងស្រីខ្ញុំនៅបានចៅទីខ្ញុំមករកកូនស្រីខ្ញុំចៅទីប៉ាម៉ាក់មកលេងឯងហើយថយចេញខ្ញុំមករកកូនស្រីខ្ញុំចៅទីពីរនាក់នេះប្រហែលជាឪពុកម្ដាយចិញ្ចឹមរបស់សិនឈីងយីទេដឹងកៅអីចៅស្រីត្រកូលសិនមិនទាន់អង្គុយក្តៅគូតផងឪពុកម្ដាយចិញ្ចឹមមកដល់បាត់លើកនេះមានរឿងមើលហើយពួកគេមកយកមីងជូវិញទេដឹងមីងជូជាកូនស្រីខ្ញុំដាច់ខាត់មិនឲ្យយកទៅទេអ្នកភ័យស្អីមនុស្សគេថាមករកឈីងយីទេហេចៅទីប៉ាម៉ាក់មកលេងឯងហើយថយចេញខ្ញុំមកកូនស្រីខ្ញុំលោកសិនអ្នកស្រីសិនធ្វើបែបនេះមិនកើតទេពួកខ្ញុំខំចិញ្ចឹមកូនស្រីឲ្យធំប៉ុណ្ណេះមិនមែនកូនបង្កើតក៏មានមនោសញ្ចេតនាដែរពួកលោកចង់យកទៅក៏យកទៅសូម្បីតែមុខក៏មិនឲ្យជួបសាហាវពេកហើយនៅមានច្បាប់ទេនៅមានធម៌ទេចៅទីកូនម៉ាក់នឹកឯងណាស់កុំយំទីនេះជាពិធីឯកជនមកបង្កកុបកម្មដោយមិនមានការអញ្ជើញខ្ញុំអាចប្តឹងប៉ូលីសកុំមកគំរាមខ្ញុំមកជួបកូនស្រីខ្ញុំហើយចៅទីមកវាច្បាស់ជានឹកប៉ាម៉ាក់ដូចគ្នាចៅទីមកនេះគាត់នឹកឬមិននឹកពួកឯងដឹងខ្លួនឯងច្បាស់ហើយត្រូវការឲ្យខ្ញុំរំលឹកទេថាកន្លងមក18ឆ្នាំពួកឯងស្រឡាញ់គាត់របៀបណាឬមួយផឹកស្រាស្រវឹងហើយយកគាត់ធ្វើកន្លែងបញ្ចេញកំហឹងនាងឯងកុំចេះតែថានិយាយមិនពិតការពិតនឹងត្រូវលាតត្រដាងពួកឯងដឹងច្បាស់ជាងខ្ញុំទៅទៀតមួយទៀតរឿងដែលកើតឡើងនៅមន្ទីរពេទ្យកាលពី18ឆ្នាំមុនខ្ញុំកំពុងតែស៊ើបសង្ឃឹមថាពួកឯងប្រយ័ត្នខ្លួនកុំឲ្យមានកន្ទុយឲ្យចាប់បានស៊ើបស្អីកាលនឹងគ្រាន់តែបីកូនច្រឡំត្រូវហើយគឺច្រឡំឬមិនច្រឡំគង់តែដឹងទេដេញពួកគេទៅបើហ៊ានមកក្បែរមនុស្សគ្រួសារសិនទៀតវាបំបាក់ជើងហើយបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសសូមអញ្ជើញចៅទីមិនអីទេគ្រាន់តែជារឿងចៃដន្យធ្វើឲ្យគ្រប់គ្នាសើចចំអស់ហើយគ្រាន់តែជាមនុស្សចង់មកតោងគ្រួសារសិនប៉ុណ្ណោះយើងនឹងចាត់ការគ្រប់គ្នាថ្ងៃនេះជាថ្ងៃកំណើតលោកតាហើយក៏ជាថ្ងៃល្អតែប្អូនស្រីខ្ញុំឈីងយីមកផ្ទះវិញខ្ញុំមិនចង់ឃើញមានអ្នកណាឬរឿងអីមកកាត់ផ្ដាច់បរិយាកាសសប្បាយនេះទេត្រូវហើយអ្នកនាងធំមានប្រសាសន៍ត្រូវមួយទៀតប្អូនស្រីខ្ញុំឈីងយីក្នុងនាមជាចៅស្រីពិតដែលលោកតាទទួលស្គាល់និងជាប្អូនស្រីបង្កើតដែលខ្ញុំទទួលស្គាល់ក្នុងនាមជាសមាជិកគ្រួសារសិនបើរស់នៅលើដីគ្រួសារសិនហើយត្រូវគេធ្វើបាបគឺស្មើនឹងប្រឆាំងគ្រួសារសិនប្រឆាំងនឹងខ្ញុំអ្នកណាហ៊ានប្រឆាំងនឹងគ្រួសារសិនគឺចង់ស្លាប់ហើយត្រូវហើយលើកលែងតែក្បាលគេលែងចង់នៅលើស្មាសម្លឹងខ្ញុំបែបនេះមានន័យថាម៉េចគេប្រមានខ្ញុំហេអ្នកនៅស្ងៀមខ្លះទៅលោកតាទទួលស្គាល់ឈីងយីនេះជាការពិតចឹងមីងជូគិតយ៉ាងម៉េច
ធ្វើមិនបានដើរមួយជំហានមើលមួយជំហានសិនឃើញទេនេះហើយជាសន្តានមនុស្សអ្នកកាន់តែខ្លាចគេកាន់តែបានចិត្តកុំបារម្ភបងស្រីចាប់ពីពេលនេះទៅខ្ញុំមិនឲ្យគេឃើញខ្ញុំទន់ខ្សោយទៀតទេលេខាចាងស៊ើបមើលចៅជៀននិងវាងជៀនកៅចេញពីពិធីហើយទៅណាទៀតបាទកណ្ដុរក្នុងរួនប្រហែលជាចាប់ផ្ដើមភ័យហើយអ្នកនាងធំតាមការស៊ើបអង្កេតឃើញថាវាងជៀនកៅនិងចៅជៀនចេញពីពិធីហើយឆ្លោះគ្នានៅតាមផ្លូវមួយសន្ទុះរួចចៅជៀនក៏ផ្ញើសារមួយលេខដែលទទួលផ្ទៀងផ្ទាត់ហើយគឺជារបស់ទូរស័ព្ទសម្ងាត់មួយរបស់សិនមីងជូខ្លឹមសារជាអ្វីខ្លឹមសារគឺគេចាប់ផ្ដើមស៊ើបហើយធ្វើម៉េចទៅប្រាប់ហើយថាកុំឲ្យលោភលន់ពេកត្រីចាប់ផ្ដើមស៊ីសន្ទូចហើយតាមដានកណេរបស់ចៅជៀននិងវាងជៀនកៅរួមទាំងសាច់ញាតិរបស់ពួកគេឲ្យតែមានចរាចរណ៍លុយខុសប្រក្រតីបង្កប់ភ្លាមឲ្យប្តឹងប៉ូលីសពីបទច្បោកនិងកាន់កាប់ទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់ចាស់ទូរស័ព្ទរបស់មីងជូនោះរសារចេញចូលត្រូវបញ្ជូនមកខ្ញុំភ្លាមថ្ងៃនេះខ្ញុំនាំអ្នកទៅកន្លែងមួយទៅជួបអ្នកណាទៀតហើយទៅទារយុត្តិធម៌ឲ្យអ្នកមុនថ្ងៃកំណើតលោកតានៅសាលាមានគេរកឹងអ្នកទៀតទេអត់ទេគ្រាន់តែមិនសូវមានគេនិយាយរកចុះគ្នារបស់សិនមីងជូពេលខ្លះគេដើរបុកខ្ញុំតាមផ្លូវដើរហើយទម្លាក់កិច្ចការខ្ញុំចោលតែមិនអីទេខ្ញុំរើសខ្លួនឯងបានចាប់ពីថ្ងៃនេះទៅពួកគេមិនហ៊ានទៀតទេភស្តុតាងការធ្វើបាបនៅសាលាអ្នកនាងសិននេះគ្រាន់តែជារឿងក្មេងលេងសើចគ្នាប៉ុណ្ណោះកុំធ្វើឲ្យជារឿងធំដុំអីចាំយើងដោះស្រាយផ្ទៃក្នុងសាលារឿងធំដុំលោកគ្រូលីគិតថាប្អូនស្រីខ្ញុំត្រូវគេធ្វើបាបនៅសាលាសេនយីងជារឿងតូចតាចហេទេមិនមែនចឹងទេយោងតាមច្បាប់សាលាមាត្រា 17.3 អ្នកផ្ដាំគំនិតត្រូវដាក់ទណ្ឌកម្មនិងកត់ត្រាចូលប្រវត្តិរូបហើយមួយទៀតខ្ញុំតម្រូវឲ្យសិស្សប៉ុន្មានអ្នកនេះសុំទោសឈីងយីជាសាធារណៈលោកគ្រូលីគិតថាសំណើខ្ញុំសមហេតុផលទេសមហេតុផលចឹងធ្វើតាមច្បាប់ទៅសុំទោសនឹងពិន័យហាមខ្វះមួយណាបើសាលាដោះស្រាយមិនបានខ្ញុំមិនខេបរ៉េតឲ្យក្រសួងអប់រំនិងអ្នកសារព័ត៌មានជួយដោះស្រាយទេបាទខ្ញុំដឹងហើយបងស្រីគ្នារបស់មីងជូអំបញ្ញមិញសុំទោសខ្ញុំតាមមេក្រូសាលាហើយចឹងស្ដាប់ច្បាស់ទេច្បាស់សិស្សពេញសាលាមើលមកខ្ញុំប៉ុន្តែអារម្មណ៍ដូចជាមិនសូវគួរឲ្យខ្លាចទៀតទេនេះគ្រាន់តែជាការចាប់ផ្ដើមអ្នកត្រូវទម្លាប់មើលពួកគេពីលើអ្នកនាងធំវាងជៀនកៅនិងចៅជៀនព្យាយាមផ្ទេរប្រាក់50,000ទៅក្រៅប្រទេសយើងបានស្ទាក់ចាប់និងបង្កក់ហើយខាងធនាគារក៏បានប្តឹងប៉ូលីសពីបទឡាងលុយយកខ្វក់ឥឡូវប្រហែលត្រូវគេនាំទៅប៉ុស្តិ៍ប៉ូលីសហើយល្អណាស់មួយទៀតសិនមីងជូផ្ញើសារទៅចៅជៀនសារថាម៉េចពួកគេពិតជាសមនឹងស្លាប់មែនបងស្រីខ្ញុំមិនមានចិត្តណាមកអង្គុយរួមទៅទេប៉ាម៉ាក់យោថាមិនបានញ៉ាំបាយជាមួយខ្ញុំយូរហើយទើបខ្ញុំមិនបាច់បកស្រាយច្រើនទេតាំងពីឯងទៅនៅផ្ទះតូចម៉ាក់ចង់ញ៉ាំបាយជាមួយឯងក៏មិនបានញ៉ាំបាយមួយពេលមានរឿងអីម្ដាយនិងកូនញ៉ាំបាយជាមួយគ្នាក៏មិនបានគេប្រពន្ធសម្លាញ់ខ្ញុំនិងម៉ាក់ឯងគ្រាន់តែចង់កំដរមីងជូញ៉ាំបាយមិនមានបំណងអីផ្សេងទេតែខ្ញុំចាំបានថាតាំងពីឈីងយីមកវិញមកពួកលោកមិនដែលហៅគាត់ញ៉ាំបាយជុំគ្នាទេឯងកំពុងស្ដីបន្ទោសពួកយើងហេសិនឈីងយីចាក់ចេញពីផ្ទះ18ឆ្នាំមិនសូវស្និទ្ធស្នាលជាមួយពួកយើងទោះពួកយើងចង់ញ៉ាំបាយជាមួយក៏មិនចោះសម្រងដែរត្រូវហើយបងស្រីឈីងយី
គាត់ដូចជាខ្លាចខ្ញុំណាស់សួរថាឪពុកម្ដាយដែលយកចិត្តទុកដាក់តែលើរបស់ខ្លាយមានកូនបង្កើតឯណាតែថាមិនខ្លាចនោះកំហុសខ្ញុំទាំងអស់បើមិនមែនមកពីខ្ញុំប៉ាម៉ាក់នឹងមិនបែងចែកក្តីស្រឡាញ់ពីប្អូនឈីងយីទេកំហុសឯងមកពីណាឯងកើតមកដូចក្រដាសរឿងមនុស្សចាស់ធ្វើច្រឡំមិននឹងអាចបន្ទោសឯងបានចឹងហ៎ខ្ញុំទើបតែទទួលដំណឹងពីប៉ូលីសថាឪពុកម្ដាយចិញ្ចឹមឈីងយីឈ្មោះចៅជៀននិងវ៉ាងជៀនកៅជាប់ពាក់ព័ន្ធការលាងលុយនៅក្រៅប្រទេសសាក់ទីមើលថាអ្នកណាជាអ្នកវេលលុយឲ្យពួកគេបងស្រីបងកំពុងសង្ស័យខ្ញុំមែនទេតែបងស្រីខ្ញុំមិនមែនជាកូនបង្កើតគ្រួសារសិនទៀតទេខ្ញុំមានលុយឯណាឲ្យពួកគេហើយខ្ញុំមិនដែលស្គាល់ពួកគេផងហេតុអ្វីខ្ញុំត្រូវធ្វើបែបនេះហេតុអ្វីគេលុយកិត្តិយសនិងឋានៈគ្រួសារសិនគ្រប់គ្រាន់ដើម្បីឲ្យអ្នកធ្វើបែបនឹងហើយប៉ាម៉ាក់ខ្ញុំមិនបានធ្វើទេខ្ញុំអត់ទេមីងជូកុំយំម៉ាក់ជាកូនសិនឈីងនន់សម្លឹងបែបនេះឬមួយគាត់ស៊ើបដឹងអីហើយមិនបានទេខ្ញុំមិនអាចនៅស្ងៀមបានទេឆ្កែនេះគួរឲ្យស្រឡាញ់ណាស់ចូលចិត្តហេឆ្កែនេះជាឆ្កែយាមផ្ទះសិននៅទីនេះយូរឆ្នាំហើយស្លូតណាស់បើចូលចិត្តអាចយកទៅដើរលេងនៅសួនបានតើឈីងនន់គឺអ្នកបង្ខំខ្ញុំទេបងស្រីរងជួយរើបាល់នោះមកវិញផងឈីងយីប្រយ័ត្នមិនអីទេគេអ្នកមិនអីទេបងស្រីខ្ញុំមិនអីទេមកនេះឆ្កែយាមផ្ទះសុកប្រែជីកាច់យកវាទៅឃុំទុកឆែកកាមេរ៉ាខ្ញុំចង់ដឹងថាមានរឿងអីកើតឡើងបងស្រីគឺពួកគេក្នុងផ្ទះនេះមានតែគាត់ទេដែលចង់សម្លាប់ខ្ញុំគាត់មិនមានសមត្ថភាពសម្លាប់មនុស្សទេគាត់គ្រាន់តែចង់ឲ្យអ្នករបួសធ្ងន់ឬខូចមុខមាត់ដើម្បីអស់ឱកាសប្រជែងជាមួយគាត់ខ្លាចទេនេះហើយជាជីវិតអភិជនខាងក្រៅភ្លើរលោងខាងក្នុងគឺសុទ្ធតែល្បិចចុះខ្វក់បែបនេះថ្ងៃនេះមានខ្ញុំនៅអ្នកទើបរួចខ្លួនចុះថ្ងៃក្រោយបើខ្ញុំមិននៅខ្ញុំមិនដឹងត្រូវធ្វើម៉េចទេចឹងអ្នកត្រូវតែឆាប់ខ្លាំងពូកែខ្លាំងរហូតដល់គ្មានអ្នកណាហ៊ានប៉ះពាល់មកតាមខ្ញុំអ្នកនាងធំកាមេរ៉ាបានហើយពិតមែនឈីងយីមិនអីទេឆ្កែខំទេមើលទៅដឹងហើយថាមិនអីគ្រាន់តែឆ្កែឆ្កួតមួយក្បាលមានរឿងអីមិនមែនឆ្កែឆ្កួតទេគឺមានគេចង់សម្លាប់ឈីងយីឈីងនន់បាយអាចញ៉ាំផ្ដេសផ្ដាសសម្ដីមិនអាចចេះតែថាទេនេះគ្រាន់តែជារឿងចៃដន្យឲ្យតើចៃដន្យនេះយ៉ាងម៉េចនឹងមីងជូម៉េចនឹងអាចធ្វើរឿងបែបនេះកើតនេះជាការកាត់មិនពិតទេភស្តុតាងច្បាស់ក្រឡែតអ្នកមិនជឿមិនបានទេមីងជូជាឃាតករច្បាស់ជាមានគេដាក់អន្ទាក់មីងជូទេមានគេដាក់អន្ទាក់ឬអត់សួរទៅដឹងហើយនាំសិនមីងជូទៅបន្ទប់ក្រោមដីបាទសិនឈីងនន់អ្នកចង់ធ្វើអីមីងជូលោកមិនថាមានគេដាក់អន្ទាក់អេបើមិនសួរធ្វើម៉េចដឹងថាអ្នកណាដាក់អន្ទាក់
បងស្រីបងនាំខ្ញុំមកទីនេះធ្វើអីខ្ញុំបានធ្វើអីខុសទៀតហើយសិនមីងជូនេះជាបំណងរបស់អ្នកឬក៏មានគេនៅពីក្រោយបញ្ជាខ្ញុំមិនដឹងអីទេមិនដឹងអីខ្ញុំមានវិធីធ្វើឲ្យអ្នកនិយាយការពិតមកនេះទៅយកឆ្កែឆ្កួតថ្មីមួយក្បាលមកទៀតចាស់អ្នកនាងធំសិនឈីងនន់ខ្ញុំប្រាប់អ្នកបើខ្ញុំមានរឿងអីប៉ាម៉ាក់មិនលេងអ្នកទេមើលទៅអ្នកនៅមិនទាន់ច្បាស់ថាក្នុងគ្រួសារសិននេះអ្នកណាជាធំអ្នកលាបស្អីឲ្យខ្ញុំក្លិនម្យ៉ាងតែពួកឆ្កែចូលចិត្តបំផុតបើអ្នកនៅតែមិននិយាយការពិតខ្ញុំមិនហ៊ានធានាទេថាវានឹងហែកអ្នកជាចំណិតឬអត់ខ្ញុំមិនចង់ខ្លាយជាចំណីឆ្កែទេមិនចង់ទេលេងឆ្កែទៅកុំចូលមក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 ខ្ញុំគឺសិនមីងជូឯងនៅផ្ទះសិនឯងនៅយូរហើយច្បាស់ជាស្គាល់ខ្ញុំមែនទេកុំខំខ្ញុំបើឯងមិនខំខ្ញុំនឹងទៅទិញសាច់ឲ្យឯងស៊ីសិនមីងជូខ្ញុំរាប់ដល់3បើអ្នកមិននិយាយការពិតអ្នកនឹងក្លាយជាសាកសពដែលមើលមិនយល់មិនខាន2ខ្ញុំនិយាយបងចង់ឲ្យខ្ញុំនិយាយអីខ្ញុំនិយាយទាំងអស់ចឹងសារភាពមកអ្នកចង់ធ្វើបាបសិនឈីងយីខ្លួនឯងឬមានគេបញ្ជាគ្មានអ្នកណាបញ្ជាទេជាគំនិតរបស់ខ្ញុំខ្លួនឯងខ្ញុំស្អប់សិនឈីងយីមិនក៏គេមកដល់ភ្លាមដណ្ដើមតំណែងរបស់ខ្ញុំមិនសុខចិត្តទើបខ្ញុំចង់បណ្ដេញគេចេញចឹងមានន័យថាគ្មានអ្នកណាបញ្ជាអ្នកទេគ្មានអ្នកណាបញ្ជាខ្ញុំទេជាគំនិតខ្ញុំទាំងអស់បើនិយាយបែបនេះអ្នកក៏មិនបានលួចតាក់ទងរឿងលុយកាក់ជាមួយចៅជៀននិងវាងជៀនកៅដែរស្អីចៅជៀនវាងជៀនកៅស្អីលុយកាក់ស្អីខ្ញុំមិនដឹងទេមើលទៅឆ្កែមួយនេះមិនទាន់សមត្ថភាពទេមកនេះទៅរកឆ្កែព្រៃប៉ុន្មានក្បាលមកទៀតយកអាឃ្លានដាច់បាយប៉ុន្មានថ្ងៃយកអាចូលចិត្តសាច់អាចចូលចិត្តខំចាស់អ្នកនាងធំឈប់សិនសិនឈីងនន់ខ្ញុំដឹងថាអ្នកស្អប់ខ្ញុំតែបើថ្ងៃនេះខ្ញុំស្លាប់ប៉ាម៉ាក់មិនលេងអ្នកទេសិនមីងជូពួកគេមិនលេងខ្ញុំមែនតែអ្នកគួរតែដឹងថាឋានៈនិងសមត្ថភាពរបស់ពួកគេក្នុងគ្រួសារសិនអាចធ្វើអីខ្ញុំបានខ្ញុំប្រាប់អ្នកឲ្យនិយាយការពិតទៅបើមិនចឹងទេខ្ញុំអស់ភាពអត់ធ្មត់ហើយអ្នកគ្មានឱកាសនិយាយការពិតម្ដងទៀតទេបើខ្ញុំនិយាយអ្នកលែងខ្ញុំមែនទេបានខ្ញុំនិយាយចឹងនិយាយមកឲ្យត្រង់ឲ្យច្បាស់លាស់គ្រប់ចំណុចខ្ញុំបានតាក់ទងឪពុកម្ដាយបង្កើតរបស់ខ្ញុំចៅជៀននិងវាងជៀនកៅខ្ញុំឲ្យគេមកកកខ្វងឈីងយីតែពួកគេគំរាមថាបើគ្មានលុយមិនធ្វើទេទើបខ្ញុំវេរលុយឲ្យពួកគេមួយចំនួនថ្ងៃកំណើតលោកតាអ្នកជាអ្នកឲ្យគេមកអុកឡុកមែនតាមពិតខ្ញុំគ្រាន់តែចង់ឲ្យពួកគេមកកកខ្វងឈីងយីបន្តិចបន្តួចអ្នកណាទៅដឹងថាពួកគេត្រូវប៉ូលីសចាប់រឿងលាងលុយខ្ញុំខ្លាចពួកគេឆ្លើយដាក់ខ្ញុំទើបខ្ញុំចេញដៃមុនសិនមីងជូឲ្យសិនមីងជូអ្នកពិតជាល្ងងហួសថ្លៃមែនបងស្រីខ្ញុំនិយាយអស់ហើយអាចលេងខ្ញុំបាននៅថាម៉េចថតបានទេបានទាំងអស់យកភស្តុតាងទាំងអស់នេះទៅឲ្យលេខាចាងជូនទៅប៉ូលីសហើយប្រាប់ប៉ូលីសថារឿងលួចប្ដូរកូនកាលពី18ឆ្នាំមុនអាចចាប់ផ្ដើមស៊ើបពីចៅជៀននិងវាងជៀនកៅនេះចាស់មិនអីទេ
មានបងអូនដែលគាត់តែងតែសួរថាតើលេខយេសកាសម្រាប់អ្នកដែលគាត់មានបញ្ហាស្បែកខូចស្ដាងរស័យក្រហមអាចធ្វើការប្រើប្រាស់បានដែរឬក៏អត់បងអូនចំពោះលេខយេសកាគឺច្រាចូលលើទីផ្សារមកយូរហើយមិនដែលមានប្រវត្តិអ្នកប្រើទៅមានបញ្ហាសង្វារអាចរយឬក៏បែករស័យក្រហមស្ដាងទេដោយសារយេសកាមិនធម្មតាជាប្រភេទលេខដែលជួយឲ្យស្បែករបស់យើងសមាត់អាឡូមានសំណើមសបែបស្អាតតែមួយមុខទេក៏ប៉ុន្តែលេខយេសកាជាប្រភេទលេខដែលជួយចិញ្ចឹមព្យាបាលជាមួយនឹងបំពន់ស្បែកហើយព្រមទាំងមានសារធាតុជួយទប់លំនឹងកោសិកាអញ្ចឹងហើយបងអូនដែលគាត់មានបញ្ហាស្បែកស្ដាងរស័យក្រហមស្បែកខូចគឺប៉ាកែមែនតែប្រើប្រាស់ប្រេងបូករួមជាមួយនឹងលេខយេសកាពីមុខនេះគឺព្យាបាលបានល្អខ្លាំងមែនតែនកាន់តែពិសេសក្នុងការជំរុញឲ្យមានការបដិកោសិកាថ្មីៗអញ្ចឹងហើយសម្រាប់បងអូនដែលគាត់កំពុងតែមានបញ្ហាស្បែកខូចស្ដាងរស័យក្រហមពិបាកក្នុងការរលេប្រើប្រាស់ខ្លាច់ប្រើទៅកាន់តែមានបញ្ហាខ្លាំងលើដើមចង់រលេដែលមានប្រសិទ្ធភាពខ្ពស់បងអូនអាចសាកប្រើជាមួយនឹងលេហើយប្រេងរបស់យេសកាបានក៏ប៉ុន្តែសម្រាប់បងអូនដែលគាត់អត់មានបញ្ហាអីទេគាត់ចង់ពំបុកទៅលើស្បែកសលឿនសលះសឆ្នេះចេញមកគឺបែបម៉ត់ផ្អើភូមិហ្មងគឺគាត់អាចសាកប្រើជាមួយនឹងឈុតធំរបស់យេសកាមានជាមួយនឹងលេប្រេងស្ក្រាប់ជាមួយនឹងវីតាមីនស្ប៉ាបានឈីងនន់មីងជូយ៉ាងម៉េចហើយគាត់ច្បាស់ជាត្រូវគេដាក់អន្ទាក់មែនទេឯងស៊ើបច្បាស់នៅស៊ើបច្បាស់ហើយគាត់មិនមែនត្រូវគេដាក់អន្ទាក់ទេមិនពិតច្បាស់ជាច្រឡំហើយខ្ញុំមានថតសំឡេងទុកបើមិនជឿអាចស្ដាប់ខ្លួនឯងបានខ្ញុំបានតាក់ទងឪពុកបង្កើតខ្ញុំចៅជៀននិងវាងជៀនកៅខ្ញុំឲ្យគេមកកកហ្វុងឈីងយីតែពួកគេគំរាមថាបើគ្មានលុយមិនធ្វើទេទើបខ្ញុំវេរលុយឲ្យពួកគេមួយចំនួនតាមពិតខ្ញុំគ្រាន់តែចង់ឲ្យពួកគេមកកកគ្រឿងឈីងយីបន្តិចបន្តួចអ្នកណាទៅដឹងថាពួកគេត្រូវប៉ូលីសចាប់រឿងលាងលុយខ្ញុំខ្លាចពួកគេឆ្លើយដាក់ខ្ញុំទើបខ្ញុំចេញដៃមុនស្ដាប់ច្បាស់ហើយនៅខ្លែងខ្លាយទេច្បាស់ជាសំឡេងកាត់ហើយការពិតនៅនឹងមុខម៉ាក់នៅចង់បោកប្រាស់ខ្លួនឯងដល់ពេលណាឯងយកមីងជូទៅទុកណាឯងយកមីងជូទៅណាមីងជូធ្វើបាបឈីងយីមានភស្តុតាងច្បាស់ខ្ញុំបានបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសហើយឯងបញ្ជូនមីងជូទៅប៉ូលីសឯងនេះចិត្តខ្មៅម្លេះមីងជូតាំងពីតូចមិនដែលលំបាកទេឲ្យគេដេកគុករស់យ៉ាងម៉េចទៅបានហើយមីងជូធ្វើខុសជាការពិតម៉ាក់ចង់យ៉ាងម៉េចទៀតខ្ញុំចង់ឲ្យយកមីងជូមកវិញខ្ញុំចិញ្ចឹមគេតាំងពីតូចច្បាស់ជាមានការយល់ច្រឡំហើយខ្ញុំទៅប៉ុស្តិ៍ប៉ូលីសជួយមីងជូខ្ញុំទៅប៉ុស្តិ៍ប៉ូលីសខ្ញុំទៅជួយមីងជូឈីននន់ម៉ាក់ឯងស្រឡាញ់មីងជូដូចក្របភ្នែកមីងជូស្រាប់តែមានរឿងគាត់ទទួលយកមិនបានជារឿងធម្មតាទេប៉ាបើប៉ានិយាយដើម្បីឲ្យខ្ញុំយល់ចិត្តគាត់ប៉ាគិតខុសហើយឈីងយីប៉ាសុំទោសប៉ាសុំទោសជំនួសមីងជូផងពីមុនមកធ្វើឲ្យកូនលំបាកហើយប៉ានឹងម៉ាក់នឹងខំប្រឹងប៉ះពលកូនវិញប៉ាខ្ញុំយល់ពីទឹកចិត្តប៉ានិងម៉ាក់ចំពោះសិនមីងជូប៉ានិងម៉ាក់មិនបាច់ប៉ះពើអីទេបានត្រឡប់មកផ្ទះសិនបានបងស្រីចាំបង្រៀនខ្ញុំពេញចិត្តហើយគឺប៉ានិងម៉ាក់ពិតជាមិនអាចប្រៀបនឹងការមើលថែរបស់ឈីងនន់បានមែនអ្នកនាងធំដំណឹងល្អប៉ូលីសបានសួរចម្លើយចៅជៀននិងវាងជៀនកៅតាមតម្រុយដែលយើងផ្ដល់ឲ្យពីរអ្នកនោះទ្រាំមិនបានសារភាពអស់ហើយតាមសម្ដីរបស់ចៅជៀន18ឆ្នាំមុនអ្នកដែលបញ្ជាឲ្យលួចប្ដូរកូនគឺគិលានុបដ្ឋាយិកាឈ្មោះចៅយុនតែនៅពីក្រោយចៅយុនមានអ្នកណាទៀតមិនដឹងទេឥឡូវអាសយដ្ឋានចៅយុនរកឃើញតាមចម្លើយរបស់ចៅជៀនហើយរងចាំបញ្ជាពីអ្នកទៅចាប់ចៅយុនមកជួបខ្ញុំអ្នកទៅសម្រាកចុះបងស្រីឲ្យខ្ញុំនៅទីនេះចុះខ្ញុំចង់ឃើញផ្ទាល់ភ្នែកថាអ្នកដែលលួចជីវិតខ្ញុំមុខមាត់បែបណាបានតែអ្នកគ្រាន់តែមើលហាមស្ដាប់ហាមនិយាយអ្នកនៅតែរកខ្ញុំឃើញដដែលហេតុអ្វីរឿងខ្លះដឹងការពិតពេកមិនល្អទេនៅឲ្យស្ងៀមទៅល្អសម្រាប់គ្រប់គ្នាតាមដែលខ្ញុំដឹងអ្នកស្រឡាញ់ជីវិតខ្លាំងណាស់អ្នកដឹងថាខ្ញុំមានវិធីរាប់រយធ្វើឲ្យអ្នកនិយាយការពិតខ្ញុំនិងម៉ាក់អ្នករៀនជាមួយគ្នាពួកយើងជាមិត្តនឹងគ្នាតែគាត់ដណ្ដើមមនុស្សប្រុសដែលខ្ញុំស្រឡាញ់ហើយកើតកូនជាមួយគ្នាទៀតខ្ញុំច្រណែនស្ទើរឆ្កួតហេតុអ្វីគាត់សំណាងម្លេះខ្ញុំចង់ឲ្យគាត់ស្គាល់រសជាតិការបាត់បង់ទើបខ្ញុំឲ្យចៅជៀនលួចប្ដូរកូននេះជាការពិតមែនទេមែន
នេះជាការពិតពេទ្យដែលជួយមីងជូខ្លែងបន្លំលទ្ធផលឈាមស្លាប់ហើយគ្រោះថ្នាក់ចរាចរណ៍ឡានផ្ទុះខ្ទេចសាកសពស្ដាប់មិនយល់អ្នកនិយាយអីទេអ្នកគ្មានសមត្ថភាពសម្លាប់គេទេដូច្នេះអ្នកដែលបញ្ជាចៅជៀនឲ្យលួចកូនមិនមែនអ្នកទេនៅពីក្រោយអ្នកមានគេផ្សេងគឺខ្ញុំស្រឡាញ់ប៉ាអ្នកខ្ញុំចង់ឲ្យម៉ាក់អ្នកជឿចាប់ទើបខ្ញុំបដូរកូនលេខាចារ្យបើគាត់មិននិយាយការពិតប្រើវិធីធ្ងន់ធ្ងរទៅកោះមាត់គាត់ឲ្យបានអ្នកដឹងហើយថាខ្ញុំចង់បានលទ្ធផលចាស់អ្នកនាងធំសុំអង្វរលេងខ្ញុំទៅលេងអ្នកបានអាស្រ័យលើអ្នកនិយាយការពិតបានប៉ុណ្ណាអ្នកនាងធំពិតជាមកពីខ្ញុំច្រណែនមែនគ្មានអ្នកណាពីក្រោយទេចៅយុនអ្នកនៅចង់លាក់បាំងឲ្យជន់នៅពីក្រោយទៀតទេពេទ្យដែលខ្លាញ់ឯកសារសិនមីងជូស្លាប់ហើយបើអ្នកនៅតែរឹងរូសសាកសពបន្ទាប់គឺអ្នកបានខ្ញុំនិយាយមេខ្លោងនៅពីក្រោយការលួចប្ដូរកូនគឺសិនហុងវិនប្អូនប្រុសលោកតាដែលស្លាប់យូរហើយសិនហុងវិនត្រូវហើយគឺគាត់តែតាមដែលខ្ញុំដឹងគាត់ស្លាប់តាំងពីយូរឆ្នាំមុនតែអ្នកដែលចេញបញ្ជាគឺគាត់ស្អប់លោកតាគាត់ស្អប់ដែលបងប្រុសដណ្ដើមរបស់ដែលគួរជារបស់គាត់ហើយប្រហែលជាបានរៀបចំអ្នកផ្សេងបន្តវេនទៀតផងនិយាយមកគាត់ចង់ឲ្យឈាមជ័រត្រកូលធំទាំងអស់មិនបានសុខទោះបីជាបានគ្រប់យ៉ាងក៏ត្រូវរស់នៅក្នុងភាពឈឺចាប់និងវឹកវរល្អមើលទៅមានមនុស្សច្រើនណាស់ចង់ឲ្យគ្រួសារសិនមិនបានសុខខ្ញុំនិយាយអស់ហើយអ្នកនាងធំខ្ញុំមិនដឹងអីទៀតទេលេខាចាងនាំចៅយុនទៅឃុំទុកឲ្យចិត្តគ្មានបញ្ជាពីខ្ញុំហាមលេងគាត់ចាស់បងស្រីហេតុអ្វីមានគេចង់ធ្វើបាបខ្ញុំច្រើនម្ល៉េះមិនអីទេគ្រាន់តែជារឿងតូចតាចបងស្រីនឹងចាប់ពួកគេអូសក្បាលចេញមកម្ដងម្នាក់ថ្ងៃនេះក្រុមហ៊ុនសិនមានការងារត្រូវដោះស្រាយជូនអ្នកទៅសាលាមិនបានទេកុំបារម្ភអីបងស្រីខ្ញុំទៅម្នាក់ឯងបានទៅចុះឈប់ពួកឯងចង់ធ្វើអីសិនឈីងនន់ជាបងស្រីឯងមែនទេលើកមុនគឺឯងឲ្យគាត់ទៅប្រាប់លោកគ្រូលីឲ្យពួកយើងសុំទោសឯងមែនទេនៅមេក្រូសាលាមែនទេពួកឯងធ្វើបាបខ្ញុំបងស្រីឲ្យពួកឯងសុំទោសមានបញ្ហាអីគ្មានបញ្ហាទេតែសិនឈីងនន់ការពារឯងបានម្ដងគាត់ការពារឯងបានលើកទី2ទេលេងខ្ញុំសិនឈីងយីកុំគិតថាអាំងបងស្រីឯងហើយពួកយើងមិនហ៊ានធ្វើអីឯងលើកមុនឯងឲ្យយើងសុំទោសតាមមេក្រូធ្វើឲ្យយើងខ្មាស់គេលើកនេះយើងនឹងឲ្យឯងខ្មាស់គេវិញឯងគិតថាឯងជាស្អីដូចបងស្រីខ្ញុំនិយាយខ្ញុំមិនមែនជាទន្សាយតូចឲ្យពួកឯងធ្វើបាបទៀតទេអ្នកបងមានរឿងធំហើយអ្នកនាងទី2មានរឿងនៅសាលាគាត់បានធ្វើឲ្យគេរបួសខៀងយូធ្វើឲ្យគេរបួសរៀបចំឡានទៅសាលារៀនតើមានរឿងអ្វីកើតឡើងគឺពួកគេខាត់ខ្ញុំហើយចង់ចាក់ទឹកលើក្បាលខ្ញុំកត់ដៃហើយច្រានគេមួយដៃហេតុអ្វីមិនប្រាប់ខ្ញុំឲ្យលឿនមកមិនទាន់ទេបងស្រីតើបងគិតថាខ្ញុំអាក្រក់ពេកទេខ្ញុំមិនមានចេតនាទេគឺសិនវីវេអ្នកធ្វើបានល្អហើយគេធ្វើបាបអ្នកត្រូវតែដៃវិញទោះមានរឿងធំប៉ុណ្ណាមានខ្ញុំជួយដោះស្រាយបងស្រីមិនបន្ទោសអ្នកទេម៉ាក់សិនមិនក៏មកទីនេះបើកូនស្រីខ្ញុំមានរឿងអ្វីខ្ញុំមិនលើកលែងឲ្យពួកអ្នកទេក្មេងថោកទាបនោះណែណាប្រគល់វាមកកូនបង្កើតឬកូនខ្លាយមិនក៏ដៃធ្ងន់ម្លេះត្រូវតែប្តឹងប៉ូលីសឲ្យជាប់គុកអ្នកចិត្តត្រជាក់សិនទៅស្ងប់អារម្មណ៍សិន Shen King
អ្នកមកដល់ល្អហើយប្អូនស្រីអ្នកច្រានកូនស្រីខ្ញុំដួលបើវីវ័យមានបញ្ហាគ្រួសារ Shen ត្រូវតែទទួលខុសត្រូវលោកស្រីសុនមុនពេលរឿងរ៉ាវមិនទាន់ច្បាស់លាស់សូមអ្នកនិយាយឲ្យស្រួលបួលពាក្យថាក្មេងថោកទាបខ្ញុំមិនចង់លើកទីពីទេយ៉ាងម៉េចអង្គគ្រួសារ Shen មានអំណាចចង់សង្កត់ទៅខ្ញុំទេសិស្សជាច្រើនបានឃើញគឺគាត់ជាអ្នកច្រានឃើញអ្វីខ្លះអ្នកណាឃើញចេញមកឈរមុខខ្ញុំឥឡូវនេះហើយនិយាយឲ្យច្បាស់មកថាមានរឿងអ្វីកើតឡើងបើអ្នកណានិយាយកុហកទទួលខុសត្រូវខ្លួនឯងឃើញយូរនៅប្អូនស្រីអ្នកច្រានកូនស្រីខ្ញុំរង្គោះខួរក្បាលហើយនេះជាភស្តុតាងគ្រួសារ Shen ថ្ងៃនេះមិនដោះស្រាយខ្ញុំមិនបញ្ចប់រឿងដោយងាយទេរបាយការណ៍គ្រាន់តែបញ្ជាក់ថាសិនវីវ័យរង្គោះខួរក្បាលតែមិនអាចបញ្ជាក់ថាអ្នកណាជាអ្នកច្រានទេហើយក៏មិនដឹងថាច្រានដោយរបៀបណាដែរក្នុងថ្នាក់គ្មានកាមេរ៉ាស្ដាប់តែសម្ដីគេនិយាយមិនអាចសម្រេចបានទេលោកស្រីសុនអ្នកអាចប្តឹងប៉ូលីសបានចៃដន្យអីខ្ញុំមានឯកសារក្រុមហ៊ុនប្តីអ្នកមានបញ្ហាពន្ធដារមួយចំនួនចង់និយាយជាមួយមិត្តភ័ក្តិនៅប៉ុស្តិ៍ប៉ូលីសដែរសង្ឃឹមថាពេលពួកគេស៊ើបអង្កេតរឿងនៅសាលាអាចនឹងមានយោបល់ខ្លះអ្នកគំរាមខ្ញុំគឺគ្រាន់តែរំលឹកទេក្មេងលេងសើចគ្នាគ្រោះថ្នាក់ជិះមិនផុតទេយកបែបនេះចុះថ្លៃព្យាបាលរបស់សិនវីវ័យថ្លៃបំប៉ននិងថ្លៃខូចខាតផ្លូវចិត្តគ្រូសា Shen ចេញឲ្យបីដងរឿងនេះចប់ត្រឹមនេះចុះអ្នកគិតយ៉ាងម៉េចដែរ Shen King អ្នកពិតជាសាហាវមែនអ្នកនាង Shen ពិតជារំខានអ្នកហើយបើមិនមែនជាអ្នកប្រព័ន្ធសុវត្ថិភាពសាលាធ្វើឲ្យប្អូនខ្ញុំគ្រោះថ្នាក់ខ្ញុំមិនពេញចិត្តទេយើងនឹងកែសម្រួលភ្លាមសង្ឃឹមថាសាលានឹងធ្វើតាមសម្ដីទៅផ្ទះបងស្រីខ្ញុំបង្កបញ្ហាឲ្យបងមែនទេថ្លៃព្យាបាលច្រើនណាស់មនុស្សដូចគ្រួសារសិនមិនរាប់ជាបញ្ហាទេថ្លៃព្យាបាលបីដងបិទមាត់ពួកគេបានគឺវាហើយអ្នកធ្វើមិនខុសទេគេធ្វើបាបត្រូវតែដៃគ្រាន់តែលើកក្រោយរកកន្លែងដែលមានកាមេរ៉ាឬប្រកាសថាមិនមានសាក្សីយោទេ Shen King យូចងចាំទុកដរាបណាអ្នកមិនធ្វើបាបគេមុននៅក្នុងទីក្រុងនេះអ្នកអាចដើរដោយមិនបាច់ខ្លាចគ្មានអ្នកណាហ៊ានថាអ្វីទេតែបើមានគេធ្វើបាបវាឲ្យស្លាប់បើវាមិនឈ្នះហៅខ្ញុំអូម៉ាក់មកវិញហើយមើលនេះមើលមានគេទើបតែផ្ញើមកបានមកពីណាគេដាក់នៅមុខផ្ទះព្រឹកមិញគឺអ្នកបម្រើឃើញអ្នកមើលចុះឆាប់មើលទៅរឿងអតីតកាលដូចជាផ្សែងកុំព្យាយាមជីកកាយពុំនោះទេលើកក្រោយនឹងមិនមែនត្រឹមតែកំបិតទេញ័នតើមានរឿងអ្វីកើតឡើងមិនអីទេគ្រាន់តែជាមនុស្សលាក់មុខចង់ឲ្យគ្រូសា Shen មិនបានសុខប៉ុណ្ណោះលេងល្បិចក្មេងគ្មានបានការបើពួកគេចង់លេងខ្ញុំនឹងកំដរពួកគេលេងដល់ណាដល់ណីតាំងពីគ្រូសា Shen មានរឿងបដូរកូនមកគ្រូសាយើងមិនដែលបានសុខសោះអ្នកមើលចុះមានរឿងអ្វីតែប៉ាអាចជួយកូនបានទេប៉ាទូនីតិប៉ាឥឡូវគឺមើលម៉ាក់ឲ្យល្អបើខ្ញុំទីមិនខុសគាត់ច្បាស់ជានៅប៉ុស្តិ៍ប៉ូលីសរកវិធីជួយមេងឈឺចេញមកហើយមែនទេប៉ានៅមានរឿងខ្លះចង់ប្រាប់កូនមេងឈឺទោះបីគេធ្វើខុសក៏ព្រោះតែគេចង់ធ្វើកូនរបស់ម៉ាក់ប៉ាពេកទើបគេធ្វើខុសធំបែបនេះសង្ឃឹមថាកូនយកដល់មុខម៉ាក់ប៉ាទៅប៉ុស្តិ៍ប៉ូលីសប៉ានិងម៉ាក់ពិតជាស្រមើស្រមៃពេកហើយអ្នកចេញទៅលេខាយ៉ាវជួយស៊ើបប្រវត្តិលោកអ៊ុំ Shen Hongwen ឲ្យច្បាស់ចាស់អ្នកនាងបងស្រីសង្ស័យថា Shen Hongwen មិនទាន់ស្លាប់ហៅយ៉ាន់និយាយថា Shen Hongwen ក្រៅពីគាត់នៅមានអ្នកផ្សេងទៀតលាក់ខ្លួនចង់ធ្វើបាបគ្រួសារ Shen ក្រដាស់ថ្ងៃនេះគឺជាភស្តុតាងល្អបំផុតហេតុអ្វីបងសង្ស័យថាគាត់មិនទាន់ស្លាប់វិចារញ្ញាណប្រាប់ខ្ញុំថាគាត់មិនត្រឹមតែមិនស្លាប់តែថែមទាំងកំពុងលាក់ខ្លួនតាមដានគ្រប់សកម្មភាពរបស់យើងតែមិនអីទេលាក់ខ្លួនជ្រៅប៉ុណ្ណាក៏នៅតែជីកណ្ដុរក្នុងលូទោះជាពេងតែនៅក្នុងដៃខ្ញុំនេះ
ញួននិយាយមករកលោកតាមានការអីនៅតែគ្មានរឿងអីគេចផុតពីភ្នែកលោកតាទេណោះរាល់ពេលដែលកូនមកម៉ាសាឲ្យតាសុទ្ធតែមានការមករកតាមើលធ្លុះយូរហើយលោកតាខ្ញុំមានរឿងចង់សួរតើលោកតានៅចាំបានទេការសែនហងវិននៅរស់នៅក្បែរខ្លួនគាត់មានមនុស្សចំណិតទេគាត់ជាមនុស្សសង្ស័យច្រើនមិនទុកចិត្តអ្នកណាទេបើឲ្យនិយាយកាលពីមុននៅក្បែរគាត់មានស្រីម្នាក់ស្អាតណាស់ដូចជាគិលានុបដ្ឋាយិកាចឹងអ្នកនោះមានឈ្មោះថាឆៅយ៉ាន់ទេតាចាំមិនច្បាស់ទេតែមានរូបថតមួយសន្លឹកតាហ្វីយករូបថតនោះមកបាត់អ្នកនាងមើលចុះលោកតាស្រីម្នាក់នៅក្បែរសែនហងវិនគឺឆៅយ៉ាន់18ឆ្នាំមុនពេលម៉ាក់សម្រាលកូនគាត់គឺជាប្រធានពេទ្យឈ្មោះញួនតាទោះបីមិនដឹងថាមានរឿងអ្វីបើសិនកូនត្រូវការតាអាចជួយកូនបានមិនបាច់ទេលោកតាគ្រាន់តែកណ្ដុរក្នុងលូប៉ុន្មានក្បាលគ្មានបញ្ហាទេលោកតាសម្រាប់ចុះខ្ញុំដោះស្រាយបានឆៅយ៉ានអ្នកមកមើលខ្ញុំសាច់ចំអប់មែនទេខ្ញុំគ្រាន់តែគិតថាអ្នកនៅលាក់រឿងសម្ងាត់ជាច្រើនមិនទាន់ប្រាប់ខ្ញុំការពិតអ្នកនាងអ្វីដែលខ្ញុំដឹងខ្ញុំបានប្រាប់អស់ហើយអ្នកចង់ឲ្យខ្ញុំនិយាយអ្វីទៀតអ្នកនាងអ្វីដែលខ្ញុំដឹងខ្ញុំបានប្រាប់អស់ហើយអ្នកចង់ឲ្យខ្ញុំនិយាយអ្វីទៀតនិយាយអំពីទំនាក់ទំនងអ្នកនិងសែនហងវិនឬនិយាយថាសែនហងវិនស្លាប់ឬមិនទាន់ស្លាប់ឬក៏និយាយថាឥឡូវនេះគាត់នៅណារូបថតនេះគួរតែដុតចោលយូរហើយអ្នកបានមកពីណាអ្នកមិនបាច់ខ្វល់ថាខ្ញុំបានមកពីណាទេគ្រាន់តែឆ្លើយសំណួរខ្ញុំបាននិយាយហើយខ្ញុំបានប្រាប់អស់ហើយគឺសែនហងវិនរកខ្ញុំហើយឲ្យលុយខ្ញុំឲ្យខ្ញុំទៅបដូរក្មេងខ្ញុំក៏លោភលន់ដែរទើបឲ្យយ៉ាវយួនទៅបដូរកូនរបស់ត្រកូលសែនមិនត្រឹមត្រូវអ្នកនិយាយមិនត្រូវទេនេះជាអ្វីដែលខ្ញុំដឹងទាំងអស់បើអ្នកមិនជឿអាចទៅស៊ើបបានឆៅយ៉ានពេលវេលាខ្ញុំមានតម្លៃណាស់មិនចង់និយាយវែងឆ្ងាយទេខ្ញុំមើលថាអ្នកមានកូនស្រីម្នាក់អាយុជាង10ឆ្នាំអ្នកចង់ធ្វើអ្វីកូនស្រីខ្ញុំមានរឿងអីមករកខ្ញុំមកកុំធ្វើបាបកូនស្រីខ្ញុំមើលទៅអ្នកពិតជាបារម្ភពីកូនស្រីណាស់ម៉ាក់ខ្ញុំខ្លាចណាស់រាល់ថ្ងៃពេលទៅរៀនមានមនុស្សតាមខ្ញុំម៉ាក់ណែណាសែនខេងនួនខ្ញុំប្រមានអ្នកបើអ្នកហ៊ានធ្វើបាបកូនខ្ញុំនឹងប្រឡាយជីវិតជាមួយអ្នកចៅយ៉ាន់ជីវិតរបស់អ្នកគ្មានតម្លៃទេតែកូនស្រីអ្នកនៅមានអនាគតវែងឆ្ងាយអ្នកមិនគិតពីខ្លួនឯងក៏ត្រូវគិតដល់កូនស្រីដែលនិយាយឬមិននិយាយហេតុអ្វីបង្ខំខ្ញុំសួរអ្នកជាលើកចុងក្រោយនិយាយឬមិននិយាយខ្ញុំនិយាយខ្ញុំនិងសែនហងវិនជាសហាយស្មន់នឹងគ្នាគាត់ស្អប់លោកតាអ្នកដណ្ដើមអំណាចគ្រួសារសែនពីគាត់ទើបឲ្យខ្ញុំទៅបដូរកូនរបស់គ្រួសារសែនខ្ញុំខ្លាចមានរឿងទើបឲ្យប្អូនជីដូនមួយយ៉ាវយួនធ្វើចៃដន្យឲ្យកូនរបស់គាត់និងកូនម៉ាក់អ្នកកើតថ្ងៃជាមួយគ្នាសែនហងវិនបងអ្នកជាង20ឆ្នាំអ្នកស្ម័គ្រចិត្តបម្រើគាត់ខ្ញុំគ្មានជំរឿទេខ្លួនប្រាណខ្ញុំត្រូវបានគាត់លេងល្បិចយកយូរហើយគាត់មានវិធីរាប់ពាន់ដើម្បីសម្លាប់ខ្ញុំទោះគាត់ចាស់រាល់ខែឲ្យលុយខ្ញុំរាប់ម៉ឺនក៏ធ្វើឲ្យខ្ញុំសប្បាយចិត្តដែរដូច្នេះសែនហងវិនមិនទាន់ស្លាប់ទេមែនទេគាត់ដឹងថាគាត់ចាញ់លោកតាអ្នក
ទើបឲ្យខ្ញុំជួយសម្ដែងរឿងស្លាប់ច្រើនឆ្នាំមកនេះគាត់តែងតែរងចាំឲ្យឈាមជ័រត្រកូល Shen វឹកវរដល់ពេលនោះគាត់នឹងត្រឡប់មកគ្រប់គ្រងគ្រួសារ Shen គាត់នៅណាខ្ញុំមិនដឹងទេគាត់ប្រយ័ត្នប្រយែងណាស់ខ្ញុំបានកាត់ផ្តាច់ទំនាក់ទំនង18ឆ្នាំហើយខ្ញុំពិតជាមិនដឹងថាគាត់នៅណាទេសង្ឃឹមថាអ្នកនិយាយការពិតខ្ញុំស្បោះអ្វីដែលខ្ញុំធ្វើសុទ្ធតែជាការពិតពុំនោះទេខ្ញុំនិងកូនស្រីនឹងស្លាប់មិនល្អជឿនៅសង្ឃឹមថាថ្ងៃនេះអ្វីដែលអ្នកនិយាយអ្នកនឹងកប់វាទុកក្នុងពោះហើយមួយទៀតកូនស្រីអ្នកនៅសាលាត្រូវគេធ្វើបាបអ្នកជាម៉ាក់មិនដឹងទេខ្ញុំឲ្យគេតាមដានមិនមែនដើម្បីធ្វើបាបទេគឺដើម្បីការពារនាងប៉ុណ្ណោះសំណាបានជាថ្មីនាងបដូរសាលាហើយមិនសប្បាយចិត្តគឺបែបនេះសោះអរគុណអ្នកនាងអរគុណអ្នកនាងហេតុអ្វីមិនទាន់គេងបងស្រីខ្ញុំគេងមិនលក់កាត់អីខ្ញុំកំពុងគិតពីរឿងម្សិលមិញហេតុអ្វីកណ្ដុរក្នុងលូទាំងនោះចង់ធ្វើបាបខ្ញុំនិងគ្រូសា Shen ខ្លាចមែនទេបងស្រីខ្ញុំមិនខ្លាចទេតែខ្ញុំខ្ពើមដូចជាត្រូវសត្វល្អិតក្នុងទីងឹតសម្លឹងមើលមិនដឹងថាពេលណាពួកវានឹងខំយើងមួយម៉ាត់ទេចឹងចាប់ពួកវាចេញមកហើយជន់ឲ្យងាប់ឃើញយូការភ័យខ្លាចគ្មានប្រយោជន៍ទេភាពខ្លាំងទើបសំខាន់អ្នកត្រូវតែរឹងមាំឲ្យលឿនរបស់ទាំងនោះនឹងមិនហ៊ានចូលចិត្តអ្នកទេខ្ញុំនឹងព្យាយាមរឹងមាំឥឡូវនេះមានឱកាសមួយស្អែកលោកស្រីឡយនៃក្រុមហ៊ុនបេជុននឹងរៀបចំពិធីសប្បុរសធម៌ទោះមិនធំដុំតែអ្នកដែលទៅសុទ្ធតែជាលោកស្រីនិងអ្នកនាងលំដាប់ខ្ពស់អ្នកទៅជាមួយខ្ញុំបងស្រីខ្ញុំអាចធ្វើបានទេហេតុអ្វីមិនបានចងចាំអារម្មណ៍ក្នុងពិធីបុណ្យលោកតាអ្នកត្រកូល Shen ជាប្អូនស្រី Shen Kheng Yuan ពួកគេមានតែលើកជើងអ្នកមិនហ៊ានមើលងាយអ្នកទេឆាប់គេងទៅអូ Kheng Yuan មកដល់ហើយហេនេះគឺអ្នកនាង Kheng Yu មែនទេពិតជាស្រស់ស្អាតណាស់ដូចលោកស្រី Shen កាលនៅក្មេងដូចបេះដាក់តែម្ដងលោកស្រីលេគូសំពេចហើយ Kheng Yu នេះគឺលោកស្រីឡយជំរាបសួរលោកស្រីអ្នកនាង Kheng Yu ពិតជាស្អាតឡើងហើយរូបពាថ្លៃថ្នូរពិតជាកូនបង្កើតត្រកូល Shen មិនដូចអ្នកខ្លះសត្វក្អែកទុះឡើងមេឃឈើក៏មិនខ្លាយជាហង្សដែរពិតជាកូនបង្កើតត្រកូល Shen មិនដូចអ្នកខ្លះសត្វក្អែកទុះឡើងមេឃឈើក៏មិនខ្លាយជាហង្សដែរសម្រាប់ខ្ញុំ Shen Mengshu មិនសមជាកូនត្រកូល Shen ទេនៅតែអ្នកនាង Kheng Yu ចិត្តទូលាយរហូតដល់ធ្វើឲ្យពួកយើងលោកស្រីសិនមើលទៅខួរក្បាលសិនវាវៃបានធូរស្បើយហើយទើបលោកស្រីសិនទំនេរខ្វល់រឿងគេនិយាយរឿងច្រើនគេខ្ញុំនឹកឃើញរឿងមួយខ្ញុំនឹងបរិច្ចាគលុយឲ្យសាលាដើម្បីដាក់កាមេរ៉ាគ្រប់កន្លែងបើមានរឿងច្រើនគ្នាទៀតនឹងមិនពិបាករកអ្នកទទួលខុសត្រូវទេលោកស្រីសិន Shen Kheng Yuan អ្នកចង់មានន័យថាម៉េចលោកស្រីសិនខ្ញុំនិយាយមិនទាន់ច្បាស់ទេគេ Shen Kheng Yuan ខ្ញុំប្រាប់អ្នកកុំអាងមានលុយស្អុយប៉ុន្មានកាក់អាចធ្វើរកពីបានណាកុំគិតថាខ្ញុំខ្លាចល្អមិនខ្លាចលោកស្រីសិនមិនខ្លាចក្រុមហ៊ុនប្តីអ្នកត្រូវគេឆែកបញ្ជីទេហេលោកស្រីឡយពិធីជប់លៀងយើងមិនមែនមនុស្សថោកទាបសុទ្ធតែអាចមកបានទេអ្នកនាងនិយាយត្រូវខ្ញុំនឹងឲ្យសន្តិសុខអញ្ជើញមនុស្សមិនបានការចេញទៅអាងមានលុយស្អុយមានស្អីអស្ចារ្យជប់សិនសុំទោសបងស្រីខ្ញុំសុំទោសអីអ្នកនាង Kheng Yu និយាយអី
អ្នកផ្សេងស្ដាប់មិនច្បាស់តែខ្ញុំស្ដាប់ច្បាស់ណាស់អ្នកទើបតែជេរអ្នកបងខ្ញុំពេលបែកខ្នងឥឡូវនេះសុំទោសបងខ្ញុំភ្លាមអ្នកនាងស្ដាប់ច្រឡំហើយសុំទោសសុំទោសអ្នកនាងធំបងស្រីខ្ញុំហាក់ដូចជាយល់បន្តិចហើយបងស្រីខ្ញុំហាក់ដូចជាយល់ហើយយល់អ្វីយល់ពីវិធីធ្វើឲ្យគេបិទមាត់មិនមែនដោយការផ្គប់ចិត្តឬទ្រាំទេគឺធ្វើឲ្យពួកគេខ្លាចល្អណាស់ទីបំផុតអ្នកយល់ហើយចាស់អូខេងយូនួនមកពីសន្តាគារវិញហើយទេប៉ាកំពុងពិភាក្សាគ្នារឿងអីហ្នឹងគ្មានអីទេគឺប៉ានឹងម៉ាក់ចិត្តដល់ថ្ងៃខួបអាពាហ៍ពិពាហ៍ប៉ាសួរគាត់ថាចង់បានកាដូអ្វីហាពិតមែនឬប៉ាធ្លាប់កុហកកូនពីអង្កលប៉ាទៅទិញកាដូឥឡូវហើយខេងយូនួនកូនទៅមកពីពិធីច្បាស់ជាហត់ហើយឆាប់ឡើងទៅសម្រាកទៅប៉ាទៅទិញកាដូសិនប៉ាចម្លែកណាស់អ្នកក៏មើលឃើញដែរគាត់ដូចជាមានរឿងលាក់បាំងមិនមែនដូចជាទេគឺមានរឿងលាក់បាំងតែម្ដងចង់មើលល្ខោនទេចង់បន្តិចទៀតនឹងមានរឿងល្អមើលប៉ាម៉ាក់កូនមិនកតញ្ញូមិនអាចមើលថែប៉ាម៉ាក់បានទេមេងស៊ូទៅដល់បរទេសត្រូវថែខ្លួនណាត្រូវតែមកម៉ាក់ឲ្យបានញឹកញាប់មេងស៊ូលើកនេះកូនត្រូវតែកែខ្លួនធ្វើជាមនុស្សថ្មីលើកនេះម៉ាក់រកខ្សែយកកូនចេញពីប៉ុស្តិ៍ប៉ូលីសបើមានលើកក្រោយប៉ានិងម៉ាក់ជួយកូនមិនបានទេប៉ាម៉ាក់កុំបារម្ភកូននឹងកែខ្លួនធ្វើជាមនុស្សល្អលោកអគ្គនាយករងយែងបានសួរខ្ញុំហើយឬនៅឈិនខេងនួនខ្ញុំប្រាប់កូនប៉ាខំរកគេយកមេងស៊ូចេញពីគុកកូនគុំសង្ឃឹមថានឹងចាប់គេចូលវិញមេងស៊ូគ្រាន់តែធ្វើខុសមួយពេលគេក៏ដឹងកំហុសហើយឥឡូវគ្រូសាឈិនមិនសូវស្រួលប៉ានិងម៉ាក់គ្រាន់តែចង់បញ្ជូនគេទៅកិច្ចមួយរយៈទៅកិច្ចខ្លួនឬរត់កិច្ចខ្លួនឬចង់រងចាំដល់ប៉ូលីសស៊ើបអង្កេតរឿងប្ដូរកូនរបស់ត្រកូលឈិនហើយរកមនុស្សមិនឃើញម៉េចក៏កូនគិតថាប៉ាម៉ាក់អាក្រក់ម្ល៉េះម៉ាក់តើខ្ញុំមិនគួរគិតបែបនេះទេខ្ញុំបានស៊ើបដឹងហើយថាអ្នកណាជាមេខ្លោងនៅពីក្រោយគៀតក៏ចិត្តបង្ហាញខ្លួនហើយនៅពេលនេះអ្នកបែរជាបញ្ជូនសាក្សីសំខាន់ចេញតើអ្នកពិតជាមិនដឹងឬធ្វើពុតជាមិនដឹងបងស្រីខ្ញុំពិតជាមិនដឹងរឿងមេខ្លោងអីទេខ្ញុំដឹងថាបងស្អប់ខ្ញុំចង់ឲ្យខ្ញុំស្លាប់ប៉ុន្តែខ្ញុំគ្រាន់តែចង់ចាក់ចេញមិនឲ្យទាស់ភ្នែកអ្នកប៉ុណ្ណោះពិតមាត់មុនពេលការពិតមិនទាន់បែកធ្លាយអ្នកណាក៏មិនអាចដោះលែងឈិនមេងស៊ូដែរញួនយល់ដល់ប៉ាជាឪពុកកូនលើកលែងឲ្យមេងស៊ូទៅប៉ាយល់ដល់ទំនាក់ទំនងឪពុកកូនខ្ញុំរំលឹកប៉ាមួយឃ្លាសំរុំហើយឬនៅកុំចេះដឹងរឿងដែលប៉ាមិនយល់ពុំនោះទេខ្ញុំនឹងឲ្យក្រុមប្រឹក្សាភិបាលបោះឆ្នោតថាតើប៉ានៅស័ក្តិសមធ្វើជាអនុប្រធានក្រុមហ៊ុនទៀតឬអត់កូនញួនគាត់ជាប៉ាកូនណាកូនធ្វើដាក់ប៉ាបែបនេះហេម៉ាក់បើម៉ាក់មិននិយាយខ្ញុំភ្លេចហើយបើម៉ាក់នៅតែញ៉េញ៉ៃទៀតខ្ញុំត្រូវតែរំលឹកម៉ាក់ហើយថាតើម៉ាក់នៅមានសិទ្ធិចេញចូលផ្ទះឈិនទៀតឬអត់កូនចង់ឃុំឃាំងម៉ាក់ដោយសារម៉ាក់លួចដោះលែងសាក្សីសំខាន់ខ្ញុំមានសិទ្ធិធ្វើបែបនេះឈួតហើយឈិនខេងនួនកូនពិតជាឈួតហើយលោកពូលយបញ្ជូនឈិនមេងស៊ូទៅប៉ុស្តិ៍ប៉ូលីសមិនថាអ្នកណាមកអន្តរាគមន៍ក៏មិនអាចដោះលែងដែរបាទឈិនខេងនួន
ខ្ញុំមិនដែលអង្វរអ្នកទេពីមុនមកឥឡូវនេះខ្ញុំអង្វរអ្នកកុំបញ្ជូនមេងឈឺទៅគុកអីឲ្យគេនៅផ្ទះតូចក៏បានឃុំខ្លួនក៏បានកុំបញ្ជូនទៅគុកអីញួនប៉ាអង្វរកូនលើកលែងឲ្យមេងឈឺទៅម៉ាក់ឆាប់ក្រោកឡើងមិនបាច់អង្វរគាត់ជំនួសខ្ញុំទេយ៉ាងច្រើនខ្ញុំជាប់គុកម៉ាក់ក្រោកឡើងបងស្រីខ្ញុំខុសហើយខ្ញុំដឹងខុសហើយសូមឲ្យប៉ាម៉ាក់ក្រោកឡើងទៅខ្ញុំនឹងទៅប៉ុស្តិ៍ប៉ូលីសវិញខេងញៀវឈិនមេងឈឺធ្វើបាបអ្នកឥឡូវបងឲ្យសិទ្ធអ្នកសម្រេចចាត់ការគេយ៉ាងម៉េចស្រេចលើអ្នកអរគុណខ្ញុំមិនដែលចាត់ការអ្នកណាទេឥឡូវស្រេចតែអ្នកសម្រេចចិត្តទោះអ្នកសម្រេចយ៉ាងណាបងគាំទ្រអ្នកឈិនមេងឈឺតាមពិតខ្ញុំមិនចង់លើកលែងឲ្យទេព្រោះអ្នកលេងល្បែងពេលចាញ់អស់ទ្រព្យតែនិយាយថាមិនមានលើកក្រោយទេតែខ្ញុំសុខចិត្តយល់ដល់មុខប៉ាម៉ាក់ផ្ដល់ឱកាសឲ្យអ្នកម្ដងទៀតពិតមែនឬខេងយូកូនពិតជាយល់ដល់មុខប៉ាម៉ាក់លើកលែងឲ្យគេមែនឬអរគុណប្អូនខេងយូដែលព្រមលើកលែងមេងឈឺមានផ្លូវរស់ហើយក៏កុំសប្បាយចិត្តពេកនៅសល់តែម្ដងនេះទេបើមានលើកក្រោយខ្ញុំនឹងមិនទុកចិត្តទៀតទេលោកពូលេយឺខេងយូនិយាយទេយកឈិនមេងឈឺទៅផ្ទះតូចរហូតដល់ការពិតត្រូវបានបង្ហាញបាត់បងស្រីបងគិតថាខ្ញុំចិត្តល្អពេកទេអ្នកធំធាត់ជាមួយយ៉ាវយួននិងវ៉ងជៀងហ្គោនៅរក្សាភាពស្មោះត្រង់បានពិតជាមិនងាយទេបើជាបងស្រីបងនឹងធ្វើម៉េចបងនឹងយកឈែនមេងឈូទៅកន្លែងដែលគេគួរទៅមិនទុកនៅផ្ទះឈែនទេព្រោះចិត្តល្អចំពោះស្ត្រូវគឺខូខើចំពោះខ្លួនឯងដូច្នេះខ្ញុំនៅតែចិត្តល្អពេកមែនទេបងស្រីខេងយូអ្នកនិងបងមិនដូចគ្នាទេអ្នកអាចរក្សាភាពស្មោះត្រង់បានចំណែកបងជាអ្នកស្នងត្រកូលដែលលោកតាកំណត់បងត្រូវតែដាច់ខាតអ្នកគ្រាន់តែរក្សាភាពស្មោះត្រង់មិនត្រូវបានសង្គមធ្វើឲ្យប្រឡាក់គឺល្អហើយបងស្រីខ្ញុំដូចជាមិនសូវយល់ពីន័យបងទេពេលអ្នកជួបមនុស្សដែលអ្នកចង់ការពារអ្នកនឹងយល់ហើយអ្នកនាងរឿងឈែនហងវ៉ិនសេពដល់ណាស់ហើយអំពីដំណឹងឈែនហងវ៉ិនយើងមិនទាន់រកឃើញកន្លែងលាក់ខ្លួនគាត់ទេប៉ុន្តែគម្រោងក្រុមហ៊ុនជាមួយមិចស៊ិកថ្មីនេះមានពាក់ព័ន្ធនឹងគាត់គម្រោងកំពុងផែលេខ3នៅមិចស៊ិកគ្រូសាឈែនវិនិយោគជិត100លានអ្នកថាពាក់ព័ន្ធនឹងឈែនហងវ៉ិននិយាយឲ្យច្បាស់មកទោះយើងរកមិនឃើញកន្លែងលាក់ខ្លួនប៉ុន្តែគាត់អាចនឹងនៅមិចស៊ិកហើយមនុស្សក្នុងក្រុមហ៊ុនឈែនតែកាន់គម្រោងកំពុងផែលេខ3ហាក់ដូចជាញឹកញាប់តាក់ទងកណ្នីក្រៅប្រទេសនៅមិចស៊ិកលោកអ៊ំម្នាក់នេះពិតជាលាក់មុខជ្រៅមែនហ៊ានលូកដៃចូលក្នុងក្រុមហ៊ុនឈែនទៀតនៅបន្តស៊ើបទេសេបបន្តស៊ើបជាពិសេសកណ្ដុតក្នុងក្រុមហ៊ុនបារកឃើញពួកគេនឹងចិត្តបានជួបឈែនហងវ៉ិនហើយបាត់មួយទៀតតាមដានគ្រួសារឈែនជាពិសេសឈែនខេងយូត្រូវការពារគាត់ឲ្យល្អបាទបងស្រីថ្ងៃនេះចេញពីធ្វើការលឿនម្លេះថ្ងៃនេះចុងសប្តាហ៍បងភ្លេចហើយគេថ្មីនេះរវល់ពេកភ្លេចអស់ហើយខ្ញុំមើលដឹងថាបងស្រីរវល់បងស្រីថ្មីនេះមានរឿងអីមែនទេក្រុមហ៊ុនឈែនមានខ្សែរបស់ឈែនហងវ៉ិនខ្ញុំកំពុងសម្អាតជឿថាមិនយូរទេលោកអ៊ំរបស់យើងនឹងបង្ហាញខ្លួនបងស្រីមានអ្វីឲ្យខ្ញុំជួយទេថ្មីនេះមិនស្រួលទេអ្នកគួរតែនៅផ្ទះឲ្យល្អកុំទៅសាលារៀនខ្ញុំខ្លាចមានគេធ្វើបាបបានបងស្រីនេះគឺបងស្រីថ្មីនេះក្រុមហ៊ុនរវល់ខ្ញុំមិនដឹងថាធ្វើម៉េចទើបជួយបងបានទើបព្រឹកមិញនេះខ្ញុំចូលផ្ទះបាយធ្វើម្ហូបឲ្យបងភ្លុកអ្នកធ្វើខ្ញុំដឹងថាមើលទៅមិនសូវទំនងបើបងមិនចង់ញ៉ាំខ្ញុំអាចធ្វើសារថ្មីតតែមើលទៅទំនងមិនអីទេមើលទៅមិនសូវទំនងមែនតែក្លិនដូចជាឈ្ងុយដែរទឹកចិត្តអ្នកបងមិនអាចចោលបានទេបងស្រីចឹងខ្ញុំធ្វើឲ្យបងញ៉ាំរាល់ថ្ងៃ
ល្អបងទៅធ្វើការហើយនៅផ្ទះឲ្យល្អកុំដើរទៅណាចាស់បងស្រីកុំរត់ទៅណាផ្ដេសផ្ដាសណាការប្រជុំថ្ងៃនេះចប់ត្រឹមនេះចុះCan you ធ្វើមិនក៏ឈ្ងុយម្លេះ Can you បងសុំទោសបងទើបតែដឹងថាបាយប្រអប់ដែលបងដាក់ឲ្យអូនប្រៃពេកបើប្រៃពេកបងមិនបាច់ញ៉ាំទេមិនប្រៃសោះពិតមែនឬបងស្រីពិតមែនទឹកចិត្តអូនបងប្រកាសជីញ៉ាំឲ្យអស់បងស្រីខ្ញុំធ្លាប់ប្រាប់បងទេបងជាបងស្រីល្អបំផុតក្នុងលោកមិនដែលប្រាប់ទេតែបងហើយសប្បាយចិត្តចឹងខ្ញុំនៅផ្ទះចាំបងចេញពីធ្វើការល្អប្រយ័ត្នខ្លួនផងបងស្រីជួយខ្ញុំផង Can you មានរឿងហើយប្រពន្ធសម្លាញ់អ្នកហៅពួកយើងមកជុំគ្នានៅបន្ទប់ទទួលភ្ញៀវធ្វើអីធ្វើឲ្យភ័យអ្នកមិនដឹងស្មានថាមានរឿងធំបងស្រីប៉ុន្មានថ្ងៃនេះខ្ញុំនៅតែក្នុងផ្ទះតូចមិនបានចេញមួយជំហានទេកូនល្អពិតជាលំបាកហើយ Can you ត្រូវបានគេចាប់ជំរិតអ្នកទាំងអស់គ្នាជាជនសង្ស័យមុនពេលរកឃើញ Can you អ្នកទាំងអស់គ្នាត្រូវទទួលការស៊ើបអង្កេតថាម៉េច Can you ត្រូវបានគេចាប់ជំរិតគេត្រូវបានចាប់ខ្លួនតាក់ទងអីនឹងពួកយើង Shen King Nguyen កូនសង្ស័យថាអ្នកចាប់ជំរិតគេនៅក្នុងចំណោមពួកយើងមិនអាចបដិសេធលទ្ធភាពនេះទេ Shen King Nguyen ខំតែលោកតាកំណត់ឲ្យជាអ្នកស្នងត្រកូលម៉ាក់និងប៉ាចាំបាច់អីចាប់ជំរិត Can you គេជាកូនបង្កើតរបស់យើងនៅមានមេងឈូគេមិនដែលចេញពីផ្ទះតូចមួយជំហានទេលោកពូលេកាន់តែមិនអាចទៅទៀតខ្ញុំជឿតែការពិតមុនពេលការពិតមិនទាន់បង្ហាញហាមចាក់ចេញពីទីនេះមួយជំហានកូនឈួតហើយហ៊ានសង្ស័យប៉ាម៉ាក់បង្កើតខ្លួនឯងមេងឈីយើងទៅគ្មានបញ្ជាពីអ្នកនាងឥឡូវនេះអ្នកណាក៏មិនអាចចេញពីផ្ទះ Shen ដែរល្អ Shen King Nguyen កូនចង់ឲ្យគ្រួសារ Shen មិនបានសុខមែនទេបានប៉ាចាំមើលថាកូនរកឃើញអីខ្លះញួនកូនយល់ច្រឡំទេដឹងមិនច្រឡំទេពេលថ្ងៃត្រង់ខ្ញុំនៅនិយាយទូរស័ព្ទជាមួយ Can you ស្រាប់តែយីសំឡេង Can you ស្រែកឲ្យជួយខ្ញុំឆែកកាមេរ៉ាក្នុងផ្ទះ Can you មិនបានចេញពីផ្ទះ Shen ទេដូច្នេះគេប្រកាសជាត្រូវចាប់ជំរិតក្នុងផ្ទះ Shen ផ្ទះយើងសុវត្ថិភាពតឹងរឹងណាស់ដូច្នេះមានតែមនុស្សក្នុងទេធ្វើគ្មានលទ្ធភាពផ្សេងទេតើអ្នកណាជាអ្នកចាប់ Can you ហើយខំប្រឹងប្រឆាំងគ្រួសារ Shen យើងកាមេរ៉ាបង្ហាញថាកន្លែង Can you ត្រូវចាប់ជំរិតគឺនៅកន្លែងកាមេរ៉ាមើលមិនឃើញដូច្នេះជននោះប្រកាសជាដឹងពីស្ថានភាពផ្ទះ Shen ច្បាស់ណាស់ទោះបីខ្ញុំមិនដឹងថាមេខ្លោងនោះជាអ្នកណាតែខ្ញុំជឿថាមិនយូរទេនឹងដឹងលេខាយ៉េងមិនថាប្រើវិធីណាក៏ដោយត្រូវតែរកមេខ្លោងក្នុងផ្ទះ Shen ឲ្យឃើញចាស់អ្នកនាងរកឃើញហើយខ្ញុំនឹងកាប់វាជាកង់Can you អ្នកនៅណានេះជាឃ្លាំងក្រោមដីផ្ទះ Shen ដូច្នេះខ្ញុំនៅតែនៅក្នុងផ្ទះ Shen មិនបាច់ខ្វល់ច្រើនទេរត់ចេញសិនអ្នកជាអ្នកណាមើលមុខខ្ញុំឲ្យច្បាស់ទីមិនដឹងថាខ្ញុំជាអ្នកណាអ្នកមុខដូចលោកតាដូច្នេះអ្នកគឺជាលោកអ៊ំដែលបងស្រីនិយាយ Shen Hongwen ត្រូវហើយខ្ញុំគឺ Shen Hongwen ចឹងគឺអ្នកធ្វើឲ្យខ្ញុំវេទនា18ឆ្នាំត្រូវវងជាងហ្គោនិងយ៉ាវយួនចិញ្ចឹមដូចឆ្កែក្មេងនេះពូកែសម្ដី
យថា Shen King Nuan ចូលចិត្តអ្នកណាស់ចៃដនឲ្យយកអ្នកទៅដូរជាមួយគេយកអ្វីដែលជារបស់ខ្ញុំមកវិញចាំខ្ញុំគិតមើលថ្ងៃនេះខ្ញុំនៅផ្ទះបាយធ្វើម្ហូបឲ្យបងស្រីមុខម្ហូបថ្មីស្រាប់តែមានគេវាយខ្ញុំពីក្រោយឲ្យសន្លប់ទោះបីខ្ញុំមិនច្បាស់ថាអ្នកនោះជាអ្នកណាតែលើខ្លួនគេមានក្លិនក្រអូបដែលខ្ញុំធ្លាប់ស្គាល់ក្លិននេះនៅក្នុងផ្ទះ Shen មានតែលើខ្លួន Shen Mengshu ប៉ុណ្ណោះនិយាយតាមត្រង់អ្នកឆ្លាតជាងអាល្ងង Shen Mengshu ច្រើនណាស់ឲ្យខ្ញុំទីទៀតអ្នកបានទិញទឹកចិត្ត Shen Mengshu ហើយឲ្យគេវាយខ្ញុំសន្លប់យកខ្ញុំមកឃ្លាំងក្រោមដីគោលបំណងគឺយកខ្ញុំគំរាមបងស្រីដើម្បីបានរបស់ដែលអ្នកចង់បាននិយាយបន្តទៀតអ្នកមិនធ្វើពីមុនសុខចិត្តឲ្យ Shen Mengshu ចាប់ជំរិតខ្ញុំពេលនេះអ្នកប្រហែលជាអស់ផ្លូវដើរហើយមែនទេខ្ញុំរៀបផែនការ18ឆ្នាំតែនៅតែចាញ់ Shen King Nuan តាមរយៈខ្សែដែលខ្ញុំដាក់ក្នុងផ្ទះ Shen រកឃើញកន្លែងលាក់ខ្លួនខ្ញុំនៅមិចស៊ីកទើបខ្ញុំត្រូវត្រឡប់មកប្រទេសវិញមុនពាក្យចាស់ថាកន្លែងគ្រោះថ្នាក់បំផុតគឺជាកន្លែងសុវត្ថិភាពបំផុត Shen King Nuan គិតមិនដល់ទេថាខ្ញុំនៅក្រោមច្រមុះគេសោះខ្ញុំប្រាប់ឲ្យឆាប់សារភាពប្រាប់បងស្រីពុំនោះទេអ្នកដឹងហើយថាធ្វើឲ្យបងស្រីខឹងនឹងមានរឿងអ្វីក្មេងតូចអ្នកជាមនុស្សទី1ដែលហ៊ាននិយាយបែបនេះដាក់ខ្ញុំកុំបារម្ភឲ្យតែអ្នកសហការខ្ញុំបានរបស់ដែលខ្ញុំចង់បានពី Shen King Nuan ធានាថាអ្នកនឹងសុវត្ថិភាពតែបើខ្ញុំមិនខ្វល់ចឹងអ្នកអាចរស់ជួបបងស្រីអ្នកបានឬអត់ខ្ញុំមិនដឹងទេអ្នកនាងខ្ញុំចំណាយពេលមួយថ្ងៃឆែកមើលមនុស្សក្នុងផ្ទះ Shen ឪពុកម្ដាយអ្នកនាងអាចដកចេញពីការសង្ស័យលោកពូលេក៏មិនមែននៅសល់តែអ្នកបម្រើមួយចំនួននឹង Shen Mengshu កាមេរ៉ាផ្ទះតូចឆែកហើយឬនៅឆែកហើយ Mengshu ពិតជាដូចគាត់និយាយមែនមិនបានចេញពីផ្ទះតូចទេប៉ុន្តែShen Mengshu ប៉ុន្មានថ្ងៃនេះហាក់ដូចជាសុភាពពេកចង់ឲ្យគេមើលរំលងគាត់គួរឲ្យចាប់អារម្មណ៍មួយទៀតកណ្ដុរក្នុងក្រុមហ៊ុន Shen បានធ្វើតាមបញ្ជាអ្នកនាងកំចាត់ចោលអស់ហើយតាមចម្លើយសារភាពរបស់ពួកគេយើងរកឃើញកន្លែងលាក់ខ្លួន Shen Hongwen នៅ Mexico តែមនុស្សយើងទៅយឺតពេលគាត់រត់បាត់ហើយរត់បាត់ត្រូវហើយតាមដំណឹងថ្មីបំផុតគាត់ត្រឡប់មកចិនវិញឥឡូវយើងកំពុងឲ្យមនុស្សឆែកមើលហើយតែមិនទាន់មានដំណឹងច្បាស់ការ Shen Hongwen ត្រឡប់មកវិញ King Yu ក៏បាត់ខ្លួនមើលទៅដូចជាឆ្កែអស់ច្រកខ្ញុំនិងអ្នកនាងគិតដូចគ្នាផ្ទះ Shen ប្រហែលជាមានគេលក់ខ្លួនតែចំពោះមនុស្សនោះជាអ្នកណាខ្ញុំស្មានថាអ្នកនាងក៏គិតដូចខ្ញុំដែរពេលវេលាមិនចាំទេរកមិនឃើញត្រូវប្រើវិធីធ្ងន់ធ្ងរក្រោមស្បែកនិងសាច់នឹងមានការពិតបាត់អ្នកនាងបងស្រីខ្ញុំធ្វើខុសអីហេតុអ្វីឲ្យគេវាយខ្ញុំពីមុនធ្លាប់ចង់ធ្វើបាបប្អូន King Yu តែខ្ញុំកាយខ្លួនហើយ Shen King Nuan កូនអកតញ្ញូនេះមែនហើយ King Yu បាត់ខ្លួនកូនបែរជាមកធ្វើបាប Mengshu អ្នកដែលត្រូវចាប់ជំរិតហេតុអ្វីមិនមែនជាកូនកុំវាយ Mengshu ទៀតគេដឹងខុសហើយលេខាយ៉ាវអូសទៅវាយឲ្យឆ្ងាយកុំឲ្យសំឡេងពួកគេរំខានខ្ញុំបងស្រីខ្ញុំខុសហើយខ្ញុំដឹងខុសហើយខ្ញុំមិនគួរឲ្យថ្នាំឆ្កែកាន់តែមិនគួរស្រឡាញ់ប្អូន King Yu ខ្ញុំខុសហើយខ្ញុំដឹងខុសហើយសូមមេត្តាកុំវាយខ្ញុំទៀតគេនៅតែមិននិយាយការពិតមែនទេវាមួយយប់ហើយនៅតែមិនព្រមនិយាយអីមិនសារភាពថាចាប់ជំរិតអ្នកនាង King Yu ក៏មិនប្រាប់ថាអ្នកនាង King Yu នៅឯណាដែរអ្នកនាងនៅបន្តទៀតទេបន្តវាតតែគេនិយាយការពិតកូនចង់ធ្វើអីម៉ាក់ខ្ញុំចង់សួរម៉ាក់វិញម៉ាក់ចង់ធ្វើអីគ្រាន់តែ Shen King Yu បាត់ខ្លួនកូនសង្ស័យ Mengshu ចង់ទម្លាក់កំហុសដាក់ Mengshu មែនទេញួនលើកនេះកូនខុសហើយកូនគ្មានភស្តុតាងច្បាស់លាស់ហើយធ្វើដាក់ Mengshu បែបនេះពិតជាហួសហេតុពេកហើយបងស្រីខ្ញុំខុសហើយខ្ញុំដឹងខុសហើយខ្ញុំមិនបានចាប់ជំរិត King Yu ទេសូមមេត្តាដោះលែងខ្ញុំផងMengshu សុំទោសម៉ាក់ការពារកូនមិនបានល្អ Mengshu កូនវេទនាហើយជាកំហុសប៉ាម៉ាក់មិនទេ
សុទ្ធតែជាកំហុសខ្ញុំមិនល្អបើខ្ញុំមិនមានគំនិតធ្វើបាបប្អូនខេងយូទេបងស្រីក៏មិនសង្ស័យខ្ញុំដែរសុទ្ធតែជាកំហុសខ្ញុំមិនបន្ទោសបងស្រីទេមិនបាច់ទេមីងឈូម៉ាក់ដឹងថាកូនជាក្មេងល្អកូនបានកែខ្លួនហើយខេងយូមិនមែនកូនចាប់ទេសិនមីងឈូប៉ាដឹងថាកូនកែខ្លួនខេងយូបាត់ខ្លួនមិនពាក់ព័ន្ធនឹងកូនទេសិនខេងនួនម្សិលមិញប៉ាហាមកូនមិនបានតែថ្ងៃនេះបើកូនហ៊ានធ្វើបាបមីងឈូនៅចំពោះមុខប៉ាទោះបីប៉ាត្រូវលះបង់ជីវិតក៏ត្រូវតែរកយុត្តិធម៌មីងឈូដែរញួនលើកនេះម៉ាក់មិនអាចនៅខាងកូនបានទេមីងឈូខ្លាចឈឺគាត់និយាយអ្វីជានឹងទៅកូនកុំរឹងរូសសង្ស័យមីងឈូផ្ដេសផ្ដាស់ទៀតបានទេយ៉ាងម៉េចដើម្បីជួយសិនមីងឈូប៉ាម៉ាក់ចង់ធ្វើអីទៀតថ្ងៃនេះម៉ាក់ត្រូវតែនាំមីងឈូទៅបើកូនហ៊ានខាត់ថ្ងៃនេះម៉ាក់និងប៉ានឹងប្រឡាយជីវិតជាមួយកូនប៉ាក៏មានន័យដូចម៉ាក់ដែរមែនទេត្រូវហើយប៉ាគិតដូចម៉ាក់កូនប៉ាមិនអាចមើលកូនធ្វើខុសទៀតទេដូច្នេះត្រូវតែនាំមីងឈូទៅល្អណាស់នាំមីងឈូទៅអ្នកនាងឲ្យពួកគេទៅបែបនេះមែនទេបើមិនឲ្យពួកគេទៅតើអាចតាមដានរកឃើញខេងយូយ៉ាងម៉េចអ្នកនាងចង់ឲ្យពួកយើងតាមដានគេបើកោះមាត់គេមិនបានចឹងលែងពួកគេទៅពេលដែលគេធ្វើប្រហែលបំផុតយើងនឹងវីបកវិញខ្ញុំជឿថាពេលនោះជាពេលដែលខ្ញុំជួបសិនហងវិនដែរអាឡូចៅស្រីសុខសប្បាយទេសិនហងវិនលោកជាទីស្រឡាញ់ទីបំផុតហ៊ានបង្ហាញមុខហើយនិយាយឲ្យខ្លីប្អូនស្រីអ្នកសិនខេងយូនៅក្នុងដៃខ្ញុំ3ថ្ងៃទៀតរៀបចំលុយ300ក៏ដែលមកជួបខ្ញុំនៅកំពង់ផែពុំនោះទេអ្នកនឹងលេងបានឃើញប្អូនស្រីអ្នកហើយខេងយូណែណាកុំបារម្ភប្អូនអ្នកសុខសប្បាយណាស់តែបើ3ថ្ងៃទៀតអ្នកមិនមាន300ក៏ខ្ញុំមិនធានាទេថាអ្នកនឹងបានឃើញគេមានសុវត្ថិភាពអ្នកនាងឲ្យខ្ញុំឆែកទីតាំងសិនហងវិនទេមិនបាច់ទេគាត់ហ៊ានទេមកគាត់ប្រកាសជារៀបចំទុកហើយអ្នកទៅរៀបចំលុយ300ក៏ដែលអ្នកនាងពិតជាចង់ឲ្យលុយគាត់ចាំមើលថាគាត់មានជីវិតចាយឬអត់300ក៏ដែលរួចរាល់ហើយឥឡូវបានត្រឹមពាក់កណ្ដាលទេអ្នកនាងលុយសុទ្ធមិនអាចដកបានភ្លាមទេធនាគារត្រូវការពេលតែ3ថ្ងៃទៀតគួរតែគ្រប់ល្អ3ថ្ងៃទៀតយក300ក៏ដែលទៅជួយខេងយូមើលទៅផែនការមានប្រសិទ្ធភាពហើយសិនខេងនួនពិតជាខ្វល់ពីសិនខេងយូសិនហងវិនសន្យាឲ្យគាត់បាន300ក៏ដែលគាត់នឹងចែកខ្ញុំពាក់កណ្ដាលខ្ញុំនឹងមិនចាំបាច់មើលមុខអ្នកណាទៀតទេសិនមេងឈូឃើញយើងរៀបចំលុយប្រហែលជាបន្ធូរដៃហើយឥឡូវនេះគេប្រកាសជាទៅរកសិនហងវិនដូច្នេះអ្នកឲ្យមនុស្សតាមគេមើលថាខេងយូនិងសិនហងវិននៅណាចាស់អ្នកបើកឡានតាមសិនមេងឈូកុំឲ្យបាត់ដានបាត់អ្នកនាងថ្ងៃនេះខ្ញុំបានឲ្យមនុស្សតាមសិនមេងឈូគេឲ្យតៃកុងឡានបើកវិលជុំក្នុងក្រុងមើលទៅគេប្រយ័ត្នខ្លាចមានអ្នកតាមប៉ុន្តែនិយាយមកប៉ុន្តែសិនមេងឈូជីវិលចុះវិលឡើងក៏ត្រឡប់មកផ្ទះសិនវិញហើយគេទៅឃ្លាំងក្រំដីទៀតឃ្លាំងក្រំដីត្រូវហើយលេខាយ៉ាងអ្នកធ្លាប់ព្រឺពាក្យមួយឃ្លាទេកន្លែងគ្រោះថ្នាក់បំផុតគឺជាកន្លែងសុវត្ថិភាពបំផុតលោករបស់ខ្ញុំគំនិតជ្រៅជ្រះដឹងថាក្នុងក្រុងសុទ្ធតែជាភ្នែកច្រមុះខ្ញុំទើបគាត់ត្រឡប់មកប្រទេសវិញមិនទៅកន្លែងផ្សេងបែរជាត្រឡប់មកផ្ទះសិនតែផ្ទះសិនសុវត្ថិភាពតឹងរឹងណាស់គាត់ចូលមកដោយស្ងាត់យ៉ាងម៉េចសិនមេងឈឺជាខ្សែរបស់គាត់ប្រកាសជាអាចរៀបចំឲ្យគាត់ចូលផ្ទះសិនបូករួមទាំងប៉ាម៉ាក់ល្ងងខ្លៅទាំងពីររបស់ខ្ញុំគាត់ចូលផ្ទះសិនមិនមែនជារឿងចម្លែកទេចឹងអ្នកនាងបន្តទៅទៀតយើងគូធ្វើម៉េច
ចាប់កណ្ដោត្រូវតែចាប់នៅពេលដែលវាស្មានមិនដល់ត្រៀមខ្លួនឲ្យរួចរាល់ខ្ញុំនឹងឲ្យ Shen Hongwen មកហើយទៅវិញមិនរួចក្មេងថោកទាបចង់រត់អំបាញ់មិញ Shen Mengshu មកឃ្លាំងក្រំដីអ្នកមនុស្សទេ Shen King Nguyen បានរៀបចំលុយពាក់កណ្ដាលហើយ3ថ្ងៃទៀតខ្ញុំបាន300កដែរខ្ញុំនឹងអាចស្ដារមុខមាត់វិញបានសុបិនបងស្រីនឹងមិនឲ្យអ្នកបាន300កទេ Shen King Nguyen ខ្វល់ពីអ្នកប៉ុណ្ណាខ្ញុំមិននឹងមិនបាន300កទេលើកលែងតែអ្នករត់រួចតែអ្នកគិតថាខ្ញុំនឹងឲ្យអ្នករត់រួចទេអូយក្មេងថោកទាបហ៊ានខំខ្ញុំព្រមានអ្នកនាងកំពុងស្វែងរកលុយនាងកំពុងប្រមូលលុយនាងគ្មានពេលខ្វល់ពីអ្នកទេតាមឡើយគិតថានឹងឲ្យអ្នកជួបបងស្រីអ្នកដោយសុវត្ថិភាពប៉ុន្តែបើអ្នកមិនស្ដាប់បង្គាប់ថ្ងៃនេះនឹងប្រដៅអ្នកឲ្យល្អឈប់លោកអ៊ំខានជួបគ្នាយូរមិនអីទេគេបាទមិនអីគឺល្អហើយមិននឹងអាចទៅរួចខ្ញុំរៀបចំច្បាស់លាស់ណាស់អ្នករកឃើញទីនេះបានដោយរបៀបណាគឺអរគុណដល់ Shen Mengshu បើគេមិនជួយបិទបាំងអ្នកមិននឹងនាំយើងមករកឃើញទីនេះបានអាចឆ្កែគ្មានបានការមានតែខូចការលេងខ្ញុំអ្នកដែលគ្មានបានការបំផុតគឺអ្នកនិយាយថាកន្លែងគ្រោះថ្នាក់គឺជាកន្លែងសុវត្ថិភាពលទ្ធផលគឺត្រូវគេចាប់បានទាំងអស់គួរតែដឹងហើយថាមិនគួរជឿអាមនុស្សគ្មានបានការដូចអ្នកពិតជាឆ្កែខំឆ្កែមែនឆាកល្ខោនឆ្កែខំឆ្កែមិននឹងអាចខ្វះប៉ាម៉ាក់បានលេខាយ៉ាវទេហៅប៉ាម៉ាក់មកឃ្លាំងក្រំដីខ្ញុំអញ្ជើញពួកគាត់មកមើលល្ខោនល្អមើលលោកប្រុសលោកស្រីអ្នកនាងអញ្ជើញទៅឃ្លាំងក្រំដីមានរឿងល្អមើលចង់ឲ្យពួកលោកមើលឯងទៅងាប់ទៅអាចាស់គួរតែងាប់យូរហើយអ្នកកំពុងធ្វើអីបងទី2បងមិនទាន់ស្លាប់អូអ្នកកំពុងធ្វើអីហេតុអ្វីកាត់អីហ្នឹងអ្នកច្របាច់ក្មាក់លោកអ៊ំមិនមែនស្លាប់បាត់ហើយទេមិនក៏មកនៅឃ្លាំងក្រំដីផ្ទះ Shen ភីកុំហៅខ្ញុំថាលោកអ៊ំអ្នកហៅបែបនេះខ្ញុំខ្ពើមណាស់ញួនញ័រនេះមានរឿងអ្វីកើតឡើងប៉ានៅតែមិនយល់ទៀតទេលោកអ៊ំមិនទាន់ស្លាប់ទេកាលនោះគឺគាត់បញ្ជាស្រីកំណានយ៉ាវយ៉នមកបដូរកូនត្រកូល Shen ហើយយ៉ាន់ម្នាក់ឯងមិនហ៊ានធ្វើក៏រួមដៃជាមួយប្អូនជីដូនមួយយ៉ាវយួនថាម៉េចពិតមែនឬហាខ្ញុំទៅជាមនុស្សខ្លាំងនិយាយពីសមត្ថភាពខ្ញុំមិនចាញ់ Shen Hong Chuan ទេហេតុអ្វីការចែកទ្រព្យសម្បត្តិគាត់បានទាំងអស់ខ្ញុំបែរជាគ្មានអ្វីសោះខ្ញុំមិនអស់ចិត្តទេ Shen Hongwen អ្នកមិនអស់ចិត្តរឿងអីសមត្ថភាពនិងចិត្តគំនិតលោកតាអ្នកប្រៀបនឹងគាត់បានត្រង់ណាអ្នកចិត្តចង្អៀតគំនិតខ្លីគ្រូសា Shen មិននឹងឲ្យអ្នកគ្រប់គ្រង Shen King Nguyen អ្នកគ្រាន់តែសំណាងបើអ្នកមិនមែនជាចៅស្រី Shen Hong Chuan ឥឡូវនេះអ្វីរបស់គ្រូសា Shen សុទ្ធតែជារបស់ខ្ញុំ Shen Hongwen អ្នកពិតជាស្រមើស្រមៃមែនឈប់ខ្ញុំមិនខ្វល់ថាអ្នកណាជាអ្នកបដូរកូនទេរឿងទាំងអស់នេះមិនពាក់ព័ន្ធមេងឈូទេហេតុអ្វីអ្នកធ្វើដាក់មេងឈូបែបនេះមេងឈូគឺគ្មានកំហុសទេម៉ាក់មកដល់ពេលនេះនៅគិតថាគេគ្មានកំហុសទៀតឬម៉ាក់ស្ដាប់មើលចុះថាលោកអ៊ំនិយាយពីគេយ៉ាងម៉េច Shen Mengshu គឺគ្មានបានការគេមិនមែនគ្មានកំហុសទេតាំងពីអាយុ3ឆ្នាំខ្ញុំបានបញ្ជារាវយួននិងវ៉ងជៀងហូឲ្យទៅរកគេដូច្នេះតាំងពីអាយុ3ឆ្នាំគេដឹងថាគេមិនមែនជាកូនគ្រួសារ Shen ហើយថាម៉េច Mengshu ជារឿងពិតមែនទេ
អ្នកនឹងប៉ះគុំធ្វើពុតជាស្រឡាញ់ខ្ញុំទៀតអីក្តីស្រឡាញ់របស់អ្នកធ្វើឲ្យខ្ញុំខ្ពើមហេតុអ្វីមេងឈូតើប៉ានឹងម៉ាក់ល្អនឹងកូនមិនគ្រប់គ្រាន់ទេបើកូនដឹងតាំងពី3ឆ្នាំថាកូនមិនមែនជាកូនបង្កើតហេតុអ្វីមិនប្រាប់ធ្វើអីប្រាប់អ្នកឲ្យអ្នកបណ្ដេញខ្ញុំចេញពីផ្ទះចិនឲ្យខ្ញុំបាត់បង់ជីវិតដ៏ល្អនេះឬខ្ញុំមិនព្រមទេទោះបីកូនប្រាប់ពួកយើងប៉ានិងម៉ាក់ក៏មិនបណ្ដេញកូនចេញដែរពួកយើងមិនឲ្យកូនទៅលំបាកទេទ្រាំបានទេអ្នកមានសុទ្ធតែដូចគ្នាពូកែតែមាត់បើខ្ញុំនិយាយការពិតអ្នកច្បាស់ជាមិនចាត់ទុកខ្ញុំជាកូនបង្កើតទេដូច្នេះអ្នកតាំងពីអាយុ3ឆ្នាំមិនជឿថាខ្ញុំនឹងម៉ាក់ស្រឡាញ់អ្នកទេអ្នកចេះតែធ្វើពុតដាក់ពួកខ្ញុំមែនខ្ញុំធ្វើពុតតាំងពីអាយុ3ឆ្នាំធ្វើពុតជាស្រឡាញ់អ្នកធ្វើជាកូនល្អតែខ្ញុំស្អប់អ្នកណាស់តោះទៅនាងជ្រូកខ្មៅម៉េចអ្នកធ្វើដាក់ខ្ញុំនឹងម៉ាក់ចិញ្ចឹងទោះទើបត្រឡប់មកវិញក៏ដោយនេះជាអ្វីដែលខ្ញុំចង្រៃអីអ្វីដែលអ្នកស្រឡាញ់គ្រាន់តែជារបស់คล้ายដែលខ្ញុំបង្កើតល្អចុះខ្ញុំសួរអ្នកឥឡូវអ្នកឃើញចរិតពិតខ្ញុំហើយអ្នកនៅស្រឡាញ់ខ្ញុំទេហាមើលចុះមិនមាត់ទាំងអស់គ្នាដូច្នេះហើយអ្នកមិនស្រឡាញ់ខ្ញុំក៏មិនស្រឡាញ់អ្នកចាំបាច់កុហកគ្នាធ្វើអីត្រូវទេហេតុអីទៅខ្ញុំសាំងបាបអីកម្មអីនឹងនេះហេតុអីទៅយ៉ាបានហើយកុំមកធ្វើពុតជាម្ដាយកូននៅទីនេះទៀតអីគួរឲ្យខ្ពើមណាស់គ្រប់គ្រាន់ហើយមិនអាចឲ្យប៉ាអ្នកបន្តធ្វើខុសទៀតទេដល់ពេលនេះហើយនៅប្រើសិទ្ធិជាឪពុកទៀតការពិតចេញអស់ហើយខ្ញុំលែងធ្វើពុតទៀតហើយប៉ាអញ្ចឹងមែនទៅស្លាប់ទៅប្រយ័ត្នជីកបងស្រីកុំខ្លាចទោះធ្ងន់ធ្ងរក៏ដោយកុំនិយាយអីឆាប់ហៅពេទ្យមកឆាប់ហៅឡានពេទ្យអាឡូឡានពេទ្យមែនកូនខ្ញុំរបួសហើយឆាប់មកវិឡាណាគេលឿនឡើងកុំយំខ្ញុំមិនយំទេតែអ្នកហាមគេងបងស្រីបងពិតជាងងុយណាស់ខ្ញុំចង់គេងអ្នកហាមគេងអ្នកដាច់ខាតហាមគេងពេទ្យចិត្តមកដល់ហើយកុំគេងពេទ្យលឿនឡើងចិនខុនវិនអ្នកចង់ទៅណាជួយមនុស្សអ្នកនាងលោកប្រុសនិងលោកស្រីនៅរំខានមុខទ្វាររកជួបអ្នកថាបើអ្នកមិនអភ័យទោសគាត់មិនទៅទេប្រាប់គាត់ថាខ្ញុំមិនជួបទេហើយខ្ញុំក៏ដាច់ខាតមិនអភ័យទោសឲ្យគាត់ដែរមួយវិញទៀតសិនហុងវិននិងសិនមីងជូត្រូវបញ្ជូនទៅប៉ូលីសហើយអ្វីដែលរងចាំគាត់គឺគុកអស់មួយជីវិតហើយអ្នកនាងកុំខូចចិត្តពេកពេទ្យថានាងជាយិកគ្រាន់តែសន្លប់បណ្ដោះអាសន្នទេជឿថាប៉ុន្មានថ្ងៃទៀតនឹងដឹងខ្លួនវិញទោះប្រើវិធីណាក៏ដោយខ្ញុំត្រូវតែធ្វើឲ្យជាយិកដឹងខ្លួនវិញបន្ទាប់មកដោយមានជំនួយពីសៀវភៅវេទមន្តគាត់និងលោកស្រីមេរីសេនរ៉ូបានរៀបចំពិធីជប់លៀងក្នុងសាលគ្មានកំទេចផ្លែប៉ោមនិងស៊ុតពណ៌ខៀវទេបងឈីងយានអ្នកមិនអីទេហេយ៉ាងម៉េចហើយខ្ញុំហាក់ដូចជាយល់សប្តិយូរណាស់ក្នុងនោះខ្ញុំសប្បាយចិត្តណាស់តែក្នុងនោះគ្មានអ្នកទេ
អរគុណអ្នកឈីងយានអរគុណអ្នកដែលតែងនៅក្បែរបងស្រីជាតិនឹងឈីយីកសប្បាយចិត្តបំផុតដែលបានជួបអ្នកបងក៏ដូចគ្នាលេយ៉ាសាកាជាលេសុតដែលរកឃើញចុងក្រោយគេបង្អស់ក៏ជាលេសុតដំបូងគេបង្អស់ដែលមានកម្រិតសខ្ពស់ជាងលេសុតទូទៅគុណនឹង20អាចជួយចិញ្ចឹមនិងបំពន់ព្យាបាលស្បែកស្ងួតសង្វារអាចរុយសរសៃក្រហមបានយ៉ាងល្អបំផុតសម្រាប់បងដែលចង់បានស្បែកសលឿនទន់មាត់រលោងដោយសុវត្ថិភាពសូមកុំភ្លេចប្រើប្រាស់ជាមួយនឹងលេសុតយ៉ាសាកាបងអាចឆែកមើល feedback ពីអតិថិជនប្រើប្រាស់ផ្ទាល់តាមរយៈ account TikTok មួយនេះគឺមានអ្នកប្រើប្រាស់ជាងរាប់ម៉ឺននាក់ដែលប្រើហើយទទួលបានផលពិតៗទោះបីជាស្បែកប្រើប្រាស់លេច្រើនហើយមិនទទួលបានផលយ៉ាងណាក៏ដោយបងប្អូនអាចរកជាបានតាមរយៈតំណែងចែកចាយនៅតាមទីផ្សារទូទាំងប្រទេសឬក៏អាចទំនាក់ទំនងមកកាន់ page ដោយផ្ទាល់បានចង់បានលេសុតសលឿននិងមានសុវត្ថិភាពខ្ពស់សូមកុំភ្លេចលេយ៉ាសាកា